ជម្រាបសួរបាទខ្ញុំបាទ Rider ថ្ងៃនេះយើងវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទហើយមានសាលារៀនមួយកន្លែងទូឯប្រុសមុខស្រស់សង្ហារបស់យើងដែលមានឈ្មោះថារាវជីព្រមទាំងប្អូនប្រុសដែលមានរូបរាងគួរឲ្យស្រឡាញ់អូនខូថាឡូក៏ត្រូវបានអញ្ជើញមកទីនេះដែរមើលទៅមូលហេតុដែលការឡើងពីអតីតកាលទាំងឪពុកនិងម្ដាយបានគ្រោះថ្នាក់ធ្លាក់ពីលើយន្តហោះទៅពួកគេត្រូវបានអ្នកចាប់ការនៅសាលារៀនហ្នឹងអញ្ជើញឲ្យមកនោះដោយសារតែទាំងកូនប្រុសនិងកូនប្រសាររបស់អ្នកចាប់ការនៅទីហ្នឹងក៏បានគ្រោះថ្នាក់នៅអបតហេតុដែលកើតឡើងមនុស្សដែរអាកំឡោះរាវជីក៏បានធ្វើដំណើរមកដល់ខាងមុខបន្ទប់ខណ្ឌនាយកសាលាណាអូយើងគួរណាស់តែធ្វើខ្លួនឲ្យល្អៗព្រោះថាមើលទៅប្រហែលជាគាត់ទទួលយើងយកមកចិញ្ចឹមហើយនេះលោកពេលដែលបើកទ្វារចូលមកក៏ឃើញជាមួយនឹងយាយចាស់ម្នាក់ដែលមុខគួរឲ្យកាយមកតែនៅសក់វែអាបាក់កជ្រើងគាត់ប្រាប់ថាគាត់ចាំយូរមកហើយចាំដល់ធុញហើយរាវជីក៏ញាប់អាណាក៏បានណែនាំខ្លួនឯងព្រោះតែបានណែនាំប្អូនប្រុសឲ្យស្គាល់ផងដែរលោកយាយនាយកសាលាគាត់ក៏ប្រាប់ថាគាត់ដឹងហើយព័ត៌មានពួកឯងទៅពីរនាក់នេះទៅគាត់ក៏បានកោះហៅមកនឹងឯងហើយគាត់ក៏បានចូលសាច់រឿងដែលគាត់ក៏ហៅរាវជីឲ្យមកទីនេះគឺគាត់ដឹងថារាវជីមានសមត្ថភាពចិញ្ចឹមប្អូនតាំងពីទីរស់រាវជីគឺជាកំឡោះដែលពូកែខ្លាំងណាស់រាវជីក៏តបទៅវិញថាបាទមែនហើយធម្មតាឪពុកម្ដាយរបស់គេអត់នៅផ្ទះទើបគេក៏មានសមត្ថភាពក្នុងការចិញ្ចឹមប្អូនតាំងពីតូចរហូតដល់ប៉ុណ្ណឹងលោកយាយនាយកសាលាប្រាប់ថាល្អហើយអញ្ចឹងមើលទៅឯងប្រហែលជាអាចជូតនោមចេះដាំដោះគោចេះឆុងទឹកដោះគោលាងចានលាងឆ្នាំរបស់ក្មេងៗបានហើយមែនអត់រាវជីប្រាប់ថាបាទមែនហើយបាទលោកយាយនាយកសាលាប្រាប់ថាល្អហើយអញ្ចឹងដូច្នេះលោកយាយនាយកសាលាហ្នឹងចង់ឲ្យរាវជីមកធ្វើជាអ្នកចិញ្ចឹមក្មេងៗនៅទីនេះត្រូវតែមកមើលថែទាំក្មេងៗបើសិនណាចង់អត់ធ្វើអញ្ចឹងទេគ្មានលុយគ្មានកាក់គ្មានបាយគ្មានស៊ីក៏គ្មានកន្លែងដេកពួនដែរលោកពេលដែលនិយាយគ្នាចប់លោកមេផ្ទះក៏បាននាំរាវជីទៅកន្លែងមើលថែទាំក្មេងៗគណៈតាមផ្លូវក៏បាននិយាយឲ្យស្ដាប់ណាថានៅផ្នែកមួយហ្នឹងពីដំបូងឡើយក៏កើតចេញមកពីខាងក្មួយរបស់ខាងលោកយាយនាយកសាលាហ្នឹងឯងតែដោយសារតែការឧបត្ថម្ភនៅមានកម្រិតណាទៅធ្វើឲ្យខ្វះខាតដូច្នេះក៏អត់សូវជាមានអ្នកមកមើលការខុសត្រូវក្មេងៗប្រហែលទេចំណែកឯខាងជំរំមើលថែទាំក្មេងតូចៗហ្នឹងក៏មានសិស្សមួយណាហ្នឹងមកដាក់ពាក្យធ្វើដែរហើយក្មេងៗដែលនៅផ្នែកហ្នឹងគឺភាគច្រើនសុទ្ធសឹងតែជាកូនរបស់ខាងអ្នកគ្រូនៅទីនេះហ្នឹងឯងរាវជីឮបែបនេះហើយក៏សប្បាយចិត្តណាស់ដែលលោកយាយនាយកសាលាហ្នឹងដឹកឃើញគេមុនគេដូច្នេះការងារមួយនេះគេនឹងធ្វើឲ្យបានល្អរាវជីក៏បានបើកទ្វារដើរចូលទៅខាងក្នុងក្មេងៗនៅក្នុងបន្ទប់ហ្នឹងក៏មិនសូវជាមានប្រហែលទេមាន5-6នាក់ហ្នឹងឯងអូនក៏ភ្ញាក់ផ្អើលណារត់ទៅរកលោកគ្រូភ្លាមចំណែកគ្រូអ្នកចិញ្ចឹមក្មេងៗហ្នឹងគាត់ទាំងពិតជាធ្វើការបានល្អខ្លាំងណាគឺកំពុងតែដេកញាក់មកលើអើយណាគេផ្ដាច់នេះរាវជីក៏ភ្ញាក់ផ្អើលអេដមីនដំបងក៏ភ្ញាក់ផ្អើលដែរស្មានតែមនុស្សស្រីហ៎ដំបងកាយតែប្រុសសបោះចិញ្ចឹមម្នាក់នេះភ្ញាក់ឡើងមកក៏ដឹងហើយណាព្រោះថាលោកគ្រូនាយកសាលាហ្នឹងបានប្រាប់គាត់ដែរគេក៏បានណែនាំខ្លួនរបស់គេមានឈ្មោះថាយូជីហេតូក្មេងៗក៏នាំគ្នាមកអបជើងអបដៃណាហើយនិយាយថាគ្រូតាខ្ញុំអាចលេងជាមួយនឹងម្នាក់នេះបានអត់បាទគ្រូប្រាប់ថាលេងជាមួយនឹងគ្នាបានក៏ប៉ុន្តែជាដំបូងត្រូវណែនាំខ្លួនសិនទៅក្មេងៗក៏នាំគ្នាមកណែនាំខ្លួនដើមមុនគេបងអាល្អិតក្បាលធំមួយនេះមានឈ្មោះថាកាឃុងក្មេងទី2ដែលមានរូបរាងគួរឲ្យស្រឡាញ់មានឈ្មោះថាខេរិនចាំងក្មេងប្រុសទី3ដែលរស់រាយគួរឲ្យស្រឡាញ់មានឈ្មោះថាគូម៉ាឃុងក្មេងប្រុសទី4ដែលពូកែខ្លាចគឺជាកូនព្រួយរបស់កាឃុម៉ាដែលមានឈ្មោះថាខាស៊ូម៉ាឃុងហើយអ្នកទី5គឺជាក្មេងស្រីចុងក្រោយដែលនៅរៀនល្បីល្បកកូនត្រែនៅឡើយមីដូរីចាំងហើយនេះក៏គឺជាសមាជិកទាំងអស់នៅក្នុងបន្ទប់សាលារៀនដ៏តូចមួយនេះខាងរាវជីក៏បានប្រឡែងឲ្យបងប្រុសរបស់គេចោះមកដែរណាបងប្រុសស៊ូគេក៏មកចាញ់គេណាបងប្រុសខាងអូនខូថឡូគឺជាមនុស្សស្ងៀមស្ងាត់មិនសូវពូកែនិយាយអ្វីឡើយអាក្មេងក្បាលខូចថាកាធុងក៏បបួលឲ្យគេមកលេងជាមួយអូខេឥឡូវពួកយើងមកលេងជាមួយនឹងគ្នាអត់យើងឲ្យថុកខាឡូធ្វើជាបិសាចហើយពួកយើងក៏នាំគ្នាចូលតតធាយេរាវជីឃើញបែបនេះក៏ចូលទៅហាមសិនណាតែមិនអញ្ចឹងទេបងប្រុសរបស់វាទួខានទេថ្ងៃដំបូងដូច្នេះគេក៏សុកចិត្តធ្វើជាសត្វចម្លែកជំនួសទៅវិញអញ្ចឹងទៅរាវជីក៏ត្រូវបានពួកក្មេងៗហ្នឹងក៏ទប់ធ្វើបាបទៅហើយគេក៏ប្រាប់ឲ្យប្អូនប្រុសខូថាឡូរបស់គេហ្នឹងទៅអង្គុយអានសៀវភៅអូនខូថាឡូក៏មកអង្គុយអានសៀវភៅស្ងាត់តែម្នាក់ឯងលោកគ្រូហេយតូក៏ចូលមកសិបសួរអូនហ្នឹងណាថាតើគេនឹងអត់ព្រមទៅលេងជាមួយនឹងពួកបងទេអីតែអូនខូថាឡូក៏កវីក្បាលណាអូនអត់ចង់ទៅរំខានទេបើអញ្ចឹងលោកឈីយតូក៏សុំខ្លួនចេញទៅសិនណាព្រោះថារាវជីមកហើយក៏មើលការខុសត្រូវតទៅអញ្ចឹងចំណែកនៅក្នុងថ្នាក់រៀននេះវិញគឺអញញ៉ៃខ្លាំងណាអូនហ្នឹងដេញចាប់វាយគ្នាលេងពេញហ្នឹងមានតែអូនខូថាឡូតែម្នាក់តែប៉ុណ្ណោះដែលអង្គុយអានសៀវភៅយ៉ាងស្ងប់ស្ងាត់មើលទៅតំណងជាអូនហ្នឹងចាប់អារម្មណ៍ទៅលើគីមីរុវិទ្យាអញ្ចឹងណារហូតដល់ពេលល្ងាចម៉ាក់ហ្នឹងក៏មកទទួលអូនឲ្យទៅផ្ទះវិញរាវជីឃើញហើយក៏ស្រែកអូអាហ្នឹងម៉ាក់ហ្នឹងអូវ៉ាវក្មេងៗក៏បានណែនាំឲ្យម៉ាក់ស្គាល់ណានេះក៏គឺជារាវជីគឺជាបងប្រុសចិញ្ចឹមថ្មីរាវជីក៏ចូលមកណែនាំខ្លួនថាថ្ងៃនេះគឺជាថ្ងៃដំបូងដែលគេចូលផ្នែកមួយហ្នឹងបាទពេលនេះក្មេងៗ4នាក់ក៏វត្តទៅផ្ទះវិញហើយនៅសល់តែក្បាលខូចម្នាក់តែប៉ុណ្ណោះថាកាឃុងរាវជីក៏អត់ដឹងនោះឡើយថាអ្វីបានជាម្ដាយរបស់ថាកាឃុងមកយឺតបែបនេះរួចហើយទ្វារបន្ទប់ក៏បើកទ្វារពឹងថាកានៅណារាវជីភ្ញាក់ផ្អើលអូម៉ាក់មកហើយមែនម៉ាក់ងាកទៅចិត្តអោហើយមែនម៉ែផងហ្នឹងរាវជីក៏បានណែនាំខ្លួនណា
ថាថ្ងៃនេះគឺជាថ្ងៃដំបូងដែលវាមកទីនេះហើយវាក៏គឺជាសិស្សថ្នាក់ទី9ហើយចោះលោកគឺជាបណ្ណាគេទៅបាទអាកំឡោះមកម្នាក់នេះក៏បានណែនាំខ្លួនថាគេមានឈ្មោះហាយាតូគឺជាបងប្រុសរបស់ថាកាក់ខុងហ្នឹងណានៅពេលដែលគេដឹងថារីវជីបានមើលថែទាំបងប្រុសរបស់គេក៏អរគុណទៅយើងពិតជាអរគុណឯងខ្លាំងណាស់រីវជីដែលឯងតែមើលថែទាំអូនតូចរបស់យើងលេអូនតូចរបស់យើងឡើងសប្បាយហេតុអីអេដមីននិយាយទៅរៀងវិញទៅខាងថាកាក់ខុងនេះក៏ក្បាលរឹងណាអត់ចង់ទៅផ្ទះវិញទេអូនចង់លេងនៅទីនេះខាងបងប្រុសក្បាលផ្ទះក្បាលពីងអាចប្រាប់ទៅផ្ទះថាកាក់ខុងក៏យំណារីវជីប្រាប់ថាតិចមើលកុំធ្វើដាក់ប្អូនតូចខ្លាំងអញ្ចឹងមើលហើយតូខុងក៏ប្រាប់ទៅថាក៏ចូលចិត្តលេងប្អូនរបស់គេឲ្យខ្លាំងអញ្ចឹងយើងចូលចិត្តឲ្យធ្វើខ្លាំងហើយតូប្រាប់ទៅថាកុំចាប់អារម្មណ៍មកលើអូនតូចរបស់យើងឯងចាប់អារម្មណ៍ទៅលើអូនតូចរបស់ឯងវិញទៅមើលអូនតូចរបស់ឯងដូចជាមិនរុះរាយឡើងរួញអូនតូចរបស់ឯងមើលទៅឡើងរួញនោះរីវជីក៏និយាយទៅវិញថាមែនតានេះអូនតូចរបស់គេមើលទៅស្ពូនដល់ហើយទៅរីវជីក៏ដើរចូលទៅមើលស្ថានភាពរបស់អូនកូថាឡូកូថាឡូខុងអង្គុយអានសភៅអញ្ចឹងហ៎ដល់មកទៅផ្ទះវិញហើយតែនៅចង្វាក់មួយហ្នឹងកូថាឡូខុងខ្លួនក៏ក្តៅទៀតរីវជីក៏ញ៉ាំរត់ចេញមកសុំជំនួយពីខាងហាយាតូជប់សិនជួយយើងផងអូនតូចរបស់យើងនេះក្តៅខ្លួនខ្លាំងណាហាយាតូភ្ញាក់ស្អីគេអូនតូចរបស់ឯងក្តៅខ្លាំងអញ្ចឹងបានចាំយើងគឺជាអ្នកជួយអូនតូចរបស់ឯងហើយតូក៏ប្រញាប់យកប្អូនប្រុសរបស់គេថាកាក់គូទៅផ្ញើជាមួយនឹងម៉ាណាហើយគេក៏ប្រញាប់នាំរីវជីទៅមន្ទីរពេទ្យរីវជីក៏មានអារម្មណ៍ថាខ្លួនឯងខុសណាព្រោះថាខ្លួនគេនឹងអត់សូវចាប់អារម្មណ៍មើលការខុសទៅលើប្អូនប្រុសប៉ុន្មានទេគាត់តែអង្គុយលេងជាមួយនឹងក្មេងៗផ្សេងៗណាអត់ចាប់អារម្មណ៍ទៅលើប្អូនប្រុសខ្លួនឯងដែលកំពុងតែឈឺលុះពេលមកដល់មន្ទីរពេទ្យខាងលោកគ្រូពេទ្យក៏ប្រាប់ថាអូនតូចនឹងគឺអត់កើតអីប៉ុន្មានទេតាតិចថ្ងៃស្អែកនឹងអូននឹងខ្លួនឡើងមកវិញអាការៈនឹងក៏ត្រជាក់ជាងមុនហើយក៏មានអារម្មណ៍រស់រាយដូចមុនហើយដូច្នេះកុំភ័យរីវជីក៏ដើរចេញមកខាងក្រៅមានអារម្មណ៍ថារឿងធូរព្រោះថាខុសថាឡូប្អូនប្រុសលេងកើតអីហើយមែនតានេះចាំខលទៅប្រាប់ប៉ាម៉ាក់សិនកុំឲ្យពួកគាត់នឹងបារម្ភក៏ប៉ុន្តែនៅពេលដែលគេលើកទូរស័ព្ទឡើងមកខ្លួនគេក៏ទុំតែដឹងខ្លួនថាប៉ាម៉ាក់របស់គេបានបាត់បង់ជីវិតទៅហើយនេះណានៅពេលដែលនឹកឃើញរឿងមួយនេះទឹកភ្នែករបស់គេក៏ស្រក់ហូរពេលនេះខ្លួនគេលេងមានបណ្ណាគេឲ្យខលទៅរកទៀតហើយនៅសល់តែគេនិងប្អូនប្រុសតែពីរនាក់តែប៉ុណ្ណោះរីវជីខុងក៏អង្គុយសកត់សកុងយំនៅទីនោះនៅចង្វាក់មួយណាលោកយាយនាយកសាលាក៏ដើរចូលមកលួងនៅទីបំផុតក៏ឃើញរីវជីចេះយំនឹងគេនឹងឯងនៅថ្ងៃបុណ្យសពថ្ងៃរៀបចំកម្មវិធីហ្នឹងក៏បានឃើញរីវជីនិងប្អូនប្រុសណាក៏ប៉ុន្តែនៅថ្ងៃមួយនោះក្មេងៗទាំងពីរនាក់ហ្នឹងអត់ព្រមយំនោះឡើយគាត់ក៏បានប្រាប់ទៅរីវជីណាថាកុំឲ្យគិតថាឪពុកម្ដាយរបស់គេបោះបង់គេពួកគាត់មិនមែនចង់បោះបង់រីវជីនិងបងប្អូនទេនៅពេលនេះលោកយាយក៏ប្រាប់ឲ្យរីវជីចូលទៅនៅជាមួយនឹងបងប្រុសទៅរីវជីក៏ដើរចូលទៅខាងក្នុងមន្ទីរពេទ្យអ្នកគ្រូពេទ្យក៏បានប្រាប់ថាអូនប្រុសកំពុងតែយំល្មមចាអូនខូថាឡូខុងស្រែកយំងានេះក៏រករីវជីក៏ចូលទៅអោបបងប្រុសរបស់គេណាអូហេតុអីបានជាបងប្រុសដែលក្បាលរឹងបែបនេះខ្លួនឯងឈឺហើយអត់ព្រមប្រាប់បងស្បីតែមួយម៉ាត់ហើយបើពេលនេះមកធ្វើជាយំសែងរកបងប្រុសអីណានៅយប់មួយហ្នឹងអ្នកទាំងពីរក៏មកគេជាមួយនឹងគ្នាដោយពាក្យដែលលោកយាយនាយកសាលាប្រាប់គេមិនខុសនោះឡើយប៉ះម៉ាក់អត់បានបោះបង់ឲ្យពួកយើងរស់នៅឯកោនោះឡើយពួកយើងក៏មានគ្នានឹងគ្នានោះអីលុះពេលប្រតិបន្ទាប់លោកយាយនាយកសាលាក៏សែកញ៉ៃពេញហ្នឹងអីគេនេះផ្កាស្អីគេហ្នឹងមកដាក់នៅទីនេះមើលទៅលស្ពូនប្រញាប់យកផ្កាថ្មីមកដោឲ្យឆាប់លោកពូមេផ្ទះក៏បានប្រាប់ទៅថាផ្កាមួយនេះគឺជាផ្ការបស់រីវជីជាមួយនឹងអូនខូថាឡូគឺជាអ្នកដាក់បាតលោកយាយលើបែបនេះហើយក៏បដូរចិត្តណាអីចឹងដាក់ផ្កានៅហ្នឹងអីចឹងចំណែកខារីវជីវិញក៏តុនតែចូលមករៀនថ្ងៃដំបូងគេក៏បានណែនាំខ្លួនងាកទៅងាកមកនោះនេះក៏គឺជាហាយាតូមិត្តសម្លាញ់មិត្តសម្លាញ់របស់យើងក៏ទៅបន្ទប់នេះផងដែរនេះលុះពេលដែលរៀនចប់រីវជីក៏មើលថែតុកក្មេងៗនៅក្នុងបន្ទប់ក្មេងៗដល់ពេលនេះក៏រៀនស្គាល់គ្នាហើយដល់អញ្ចឹងអូនតូចៗផ្សេងៗហ្នឹងក៏ចង់មកអានសៀវភៅជាមួយនឹងខុសថាឡូខុងដែរចំណែកនៅមាត់ទ្វារបន្ទប់សាលាក្មេងៗហ្នឹងក៏បាននៅតែប្រកាសឈ្មោះស្វែងរកអ្នកមើលថែទាំក្មេងៗដដែលលុះពេលព្រឹកថ្ងៃបន្ទាប់រីវជីក៏បានមកក្នុងបន្ទប់សាលាណាគេក៏ឆ្លៀតយកប្អូនប្រុសខុសថាឡូខុងរបស់គេមកទីនេះហើយចាំតែគេរៀនចប់ចឹងគេនឹងមករោអូនខុសថាឡូក៏មើលពីក្រោយណាហាក់ដូចជាអូននឹងនឹកកដាក់ដើរតាមផ្លូវរួមថ្នាក់ក៏ងាកមើលរីវជីប្លែកចឹងណាហើយមើលមុខអីគេហ្នឹងមើលមុខអីមែនប្លែកនេះមើលទៅអីគេរហូតដើរជួបជាមួយនឹងហាយាតូណាប្តីរបស់វានឹងឯងប្តីចាកើតរឿងអីមែនហេតុអីបានជាអ្នកផ្សេងមើលមកគេចម្លែកបែបនេះហាយាតូខុងក៏ប្រាប់ឲ្យគេមើលពីក្រោយខ្នងមើលកូនរបស់យើងរបស់កាច់ដើរមកជាជួរមកនេះមើលទៅហាក់ដូចជាខូថាឡូខុងនឹកបងប្រុសណាថាកាក់ខុងក៏ប្រាប់ថាខ្ញុំឃើញខូថាឡូខុងដើរចេញមកខាងក្រៅតើខ្ញុំក៏ដើរមកជាគ្នាណាបាទក្មេងៗក៏សម្ដែងអញ៉ៃណាហាយាតូក៏សន្លត់ភ្លាមបាត់មាត់ភ្លាមថាកាក់កុំដំឡើងសម្លេងថាកាក់ខុងក៏ចាប់ដើមយំបងប្រុសចូលចិត្តសន្លត់គេរហូតងា
ទើបថាកាក់ខុងក៏យំរត់បញ្ញាប់ចាក់ចេញបាត់ទៅបុកជាមួយនឹងជើមមនុស្សស្រីម្នាក់ឬជីក៏បញ្ញាប់រត់ជុំមកសុំទោសជំនួសថាកាក់ខុងផងបាទតែមកទៅហាក់ដូចជំនួសស្រីម្នាក់នេះអត់យល់ព្រមទេសុំទោសទៅវាបាត់អត់ហានាងស្រីម្នាក់នេះក៏បានដំឡើងសម្លេងថាស្អីគេនេះហេតុអីបាត់ជាមានក្មេងៗដើរពីពេញសាលាអញ្ចឹងហាក្មេងៗឃើញបែបនេះហើយក៏នាំគ្នាយំបងស្រីបិសាចចេញមកហើយទៅក្មេងៗក៏រត់នាំគ្នាចូលទៅអោបរាវជាពេញហ្នឹងគេត្រូវបានសម្លុតតែមានបងស្រីបិសាចមកសម្លុតទៅរាវជាក៏បញ្ញាប់ចូលមកប្រាប់ប្តីរបស់គេលឿនឡើងបញ្ញាប់នាំកូនទៅផ្ទះវិញលឿនហើយទៅក៏អូខេណាបញ្ញាប់នាំកូនទៅផ្ទះវិញជួយមកអេដមីនទៅបលឹះពេកយើងនេះម្នាក់ក៏នាំគ្នាខ្សឹបខ្សៀវណាស្អីគេទៅនោះនាងស្រីអនុក្រែងតែបន្ទប់ King នោះអីមានអារម្មណ៍ថានាងមានឈ្មោះថាអ៊ីដូម៉ាតាស្អីគេនឹងឯងអូមេតានេះនាងម្នាក់នេះចាក់ក្រក់ខ្លាំងដល់កឲ្យសុំឲ្យតែក្មេងក៏ស្លុតឲ្យដែរអូនស្រីម្នាក់នេះក៏អត់ចាប់អារម្មណ៍អ្វីទាំងអស់ក៏វិសកូតដើរចេញទៅក៏បានដើរជួបជាមួយនឹងអ្នកគ្រូម្នាក់ហាក់ដូចជាម្ដាយរបស់ថាកាក់ខុងនឹងឯងអ្នកគ្រូក៏សួរទៅថាអមាញ់មិញអ្នកគ្រូឮសំឡេងយំហ្នឹងអ្នកគ្រូគិតដល់ខ្លួនឯងអត់អ្នកក្បាលពណ៌ខៀវទឹកបិចនេះក៏បាននិយាយប្រាប់ថាមិនហើយអ្នកគ្រូគឺអមាញ់មិញមានក្មេងមកញ៉ែនៅទីនេះចាខ្ញុំបានដេញឲ្យពួកក្មេងៗទាំងអស់ហ្នឹងទៅផ្ទះវិញដេញរត់ចាក់ជើងគ្នាទាំងអស់ហើយចាចំណែកខាងរីអូជីវិញពេលនេះក៏បាននាំក្មេងៗមកក្នុងបន្ទប់សាលាវិញហើយក៏បានប្រាប់ថាកូនក្បាលរឹងរត់ចេញទៅខាងក្រៅទៀតចាប្រយែងខោក្បាលធ្លុះនៅចង្វាក់មួយហ្នឹងនាងស្រីសក់ពណ៌ខៀវហ្នឹងក៏ដើរចូលមកដូចជាយកបាយផ្អប់មកឲ្យមើលទៅហាក់ដូចជាអ្នកគ្រូអំបញ្ញមិញដែលជួបតាមផ្លូវហ្នឹងគាត់បានផ្ញើបាយផ្អប់មកឲ្យខាងកូនប្រុសរបស់គាត់ខាងលោកឈីហ៊ីតូនេះវិញក៏មានអាការៈឈឺពោះរាអាចឡើងមកក៏សួរឲ្យហាយាតាខុងហ្នឹងជួយនាំគេទៅបន្ទប់មន្ទីរពេទ្យតិចមិនដឹងឈឺពោះរាអាចទេអ្នកគ្នានិយាយលេងដឹងតែឈឺពោះចំណែកខាងរីអូជីជាមួយនឹងអូនស្រីម្នាក់នោះនេះជួយមកក្មេងៗផងចាំតិចទៀតគេមកវិញបើអញ្ចឹងក៏ធ្វើឲ្យពួកគេទាំងពីរនាក់នៅក្នុងបន្ទប់មើលក្មេងៗមួយនេះមួយរយៈសិនអូនស្រីម្នាក់ហ្នឹងក៏បានណែនាំខ្លួនថាអូនហ្នឹងមានឈ្មោះថាអ៊ីណូម៉ាតារៀបបន្ទប់ A ពួកក្មេងៗវិញមើលទៅហាក់ដូចជាភ័យខ្លាចទៅលើស្រីម្នាក់នេះខ្លាំងណាស់រត់តម្លាក់ពួនក្រោយក្នុងរីអូជីពេញហ្នឹងខាងរីអូជីក៏បានណែនាំខ្លួនដែរថាគេទៅបន្ទប់ C ហើយគេកំពុងតែបីទៅលើអូនមីដូរីដែរណាអូនកំពុងតែគេលក់នាងសក់ខៀវនេះក៏មានអារម្មណ៍ថាចង់សាក់បីក្មេងៗដែរណាណែគេសុំបីបន្តិចបានអត់មិនមានន័យថាគេឃើញថាគួរឲ្យស្រឡាញ់ហើយគេចង់បីណាគេគ្រាន់តែទទួលសម្ដីថាមើលការខុសត្រូវដូច្នេះគេធ្វើតាមសម្ដីតែប៉ុណ្ណោះតែមើលទៅហាក់ដូចជានាងរៀងនិយាយលឺពេកណាអូនមីដូរីយំយំពេញដែរក្មេងៗដែលមើលទៅរៀងធំជាងហ្នឹងណាក៏នាំគ្នាចូលមករកថាកាក់ខុងក៏កាន់ដើមមកចោលនេះចែឈប់បានហើយឈប់ធ្វើបាបទៅលើមីដូរីបានហើយមកលេងធ្វើជាសត្វចម្លែកអត់បងស្រីធ្វើជាសត្វចម្លែកពួកយើងនឹងចូលទាត់ធាក់នាងសក់ខៀវហ្នឹងក៏ខឹងណាថាបណ្ដាគេគឺជាសត្វចម្លែកហាពួកអូនហ្នឹងភ័យខ្លាចរត់តម្លាក់ពួនអស់លេងនាងក្បាលខៀវនេះក៏អន់ចិត្តទៅណាក្មេងៗនេះក៏ស្អប់នាងទៀតនាងគ្រាន់តែចង់សាក់បីក្មេងៗគួរឲ្យស្រឡាញ់តែប៉ុណ្ណោះរាវជីឃើញហើយក៏ហៅឲ្យក្មេងៗមកលឿនមកសុំទោសបងស្រីភ្លាមអូនក៏អត់ហ៊ានចេញមកខ្លាចអ៊ីណូម៉ាតាក៏ប្រាប់ថាមិនចាំបាច់ទៅបង្ខំចិត្តក្មេងៗនោះទេតែបច្ចេកកាយខ្លាំងជាចឹងក្មេងៗទាំងអស់នេះបានទៀតខ្លួនតែមួយក៏អាចមើលថែទាំបានដែរក្រោយពីម៉ោងរៀនហើយឯងក៏មកមើលថែទាំក្មេងៗមើលធ្វើឯងប្រហែលជាគ្មានពេលវេលាដើរលេងសប្បាយដូចគេដូចឯងនោះទេរាវជីក៏បានញញឹមចេញមុខទាំងសប្បាយចិត្តប្រាប់ថារឿងទាំងអស់នេះមិនមែនជាទុកលំបាកដល់គេនោះទេមើលថែទាំក្មេងៗនៅជាមួយនឹងក្មេងៗមានក្តីសុខចង់ងាប់ឯហ្នឹងនាងសក់ខៀវឃើញរាវជីញញឹមចេញមកបែបហ្នឹងនាងឃើញចឹងឯងនាងកាន់តែខឹងកាន់តែបួលម៉ៅអើយគុំរបស់ដាក់ឲ្យនាងអង្គុយយំថាខ្លួននាងដូចជាមួយនឹងរាវជីទេអត់មានបណ្ណាគេចូលចិត្តសំបីតែម្នាក់មិត្តរៀនរੂថ្នាក់តែមួយក៏មិនសូវជាចូលចិត្តនាងហើយតែក្មេងៗតូចៗនេះអត់ចូលចិត្តនាងទៀតអ្វីដែលនាងអាចធ្វើបានគឺនាងតាំងចិត្តរៀនសូត្រតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែលនាងតាំងចិត្តអានសៀវភៅច្រើនប៉ុណ្ណារៀនបកកាយច្រើនប៉ុណ្ណាភាពឯកាវាក៏កាន់តែច្រើនប៉ុណ្ណឹងក្មេងៗដែលឃើញបងស្រីយំបែបនេះក៏ប្រញាប់ដើរចូលមករកណាអូមើលទៅបងស្រីពិតជាគួរឲ្យសមមុខខ្លាំងណាម៉ែទៅនិយាយលេងឯងបងស្រីពិតជាគួរឲ្យអាណិតដល់កយអូនក៏ចូលមកសុំទោសណាដែលធ្វើខ្លួនគួរឲ្យស្អប់បែបនេះអូនសុំទោសផងណាបាទពីនោះមកតាក៏ចូលមកអោបក្មេងៗណាប្រាប់ថាហេតុអីបាត់ជាមកយំតាមបងស្រីចឹងនេះថាកាក់ខូមើលទៅប្រហែលជាកាត់ក្នុងចិត្តណាត្រូវតែបែបនេះហើយបាទមានស្រីមកចាំគេខ្លះណាលបកាច់អើយមួយថ្ងៃមានតែប្រុសមកចាំមើលថែពួកអញហើយរឿងនេះមើលទៅហាក់ដូចជាផែនការរបស់អ្នកគ្រូណាអ្នកគ្រូដឹងហើយថាសិស្សស្រីថ្នាក់ A ហ្នឹងចូលចិត្តបង្ខិតបង្ខំខ្លួនឯងឲ្យរៀនពូកែដូច្នេះក៏មិនសូវជាមានស្ថានភាពសន្តិភាពជាមួយអ្នកផ្សេងទៅគាត់ក៏ឲ្យលោកហ៊ីយ៉ូតូហ្នឹងធ្វើពុតជាឈឺពោះហើយឲ្យនាងនៅខាងក្នុងហ្នឹងឯងលុះពេលដែលខាងរីវជីគេមកមើលម្ដងទៀតណាតែអ៊ីណូមីតាចាំងនឹងក្មេងៗផ្សេងទៀតអូនណាអ្នកគ្នាគេលក់លេងគឺជារូបភាពមួយដែលគួរស្រឡាញ់មែនទែនណែពួកអាលបកាច់ពេលមានបងស្រីមកអញ្ចឹងហ្នឹងដេកលក់ពេញណាពេញណីមកពួកឯងនេះអើយមើលដល់នេះមើលដែលអាថាកាក់ខុសធ្លោអាក្មេង4ក្បាលនេះដេកខាងក្រោយអាពេញណាពេញណីមក
មានតែខារៀនចាំងតែម្នាក់តែប៉ុណ្ណោះដេកនៅខាងលើនេះលុះដល់ពេលថ្ងៃត្រង់ហាក់ដូចជាអាថាកៈគូអាក្បាលខូចចឹងណាវាមកធ្វើបាបអូនខុសថាឡូខារៀនចាំងក៏ចូលប្តឹងថាកៈគូងប្រាប់ថាអត់បានធ្វើទេគេអត់បានធ្វើផងហ្នឹងបងវានៅក្បែរហ្នឹងក៏ចូលមកខោក្បាលណាហើយដែរអ្នកធ្វើឲ្យឌឺចង់ងាប់អីអាថាកៈក៏យំឲ្យបន្ទោសទៅបងវាវិញថាបងវានឹងចូលចិត្តថើវាហើយចូលចិត្តខុសក្បាលវារហូតខ្ញុំពិតជាស្អប់បងខ្លាំងមែនតើរាវជីក៏ប្រាប់ទៅថាកៈណាថាបងប្រុសធ្វើបែបនេះគេមិនស្អប់ទៅលើថាកៈផងហ្នឹងតែខាងហាយាតូនិយាយមកថាខ្លួនគេអត់បានចូលចិត្តទៅលើថាកៈហើយក៏អត់បានស្អប់ទៅលើថាកៈដែរថាកៈលឺបែបនោះហើយបងប្រុសរបស់វានិយាយបែបហ្នឹង dead inside អត់បានស្អប់ហើយក៏អត់បានចូលចិត្តថាកៈឃុងអញ្ចឹងថាកៈឃុងនេះក៏កាន់តែខឹងហើយយំលើដើមខ្ញុំពិតជាស្អប់បងប្រុសខ្លាំងរាវជីក៏ចូលទៅនិយាយប្រាប់ប្តីរបស់គេថាធ្វើចឹងដាក់កូនអញ្ចឹងធ្វើអីខ្លួនឯងនិយាយស្រួលដាក់កូនតិចមើលកុំនិយាយចឹងទៀតហើយយាតូក៏ប្រាប់ទៅវិញថាក៏ខ្លួនគេគិតអញ្ចឹងនេះណាគេមិនបានស្អប់ក៏មិនបានចូលចិត្តដែររួចហើយយាតូក៏យកប្អូនរបស់វាវិលត្រឡប់ទៅផ្ទះវិញចំណែករាវជីក៏បបួលប្អូនរបស់គេថាថ្ងៃសម្រាប់ពួកយើងទៅលេងសួនសត្វណោះមិនក្មេងលឺបែបនេះហើយក៏ចង់ទៅដែរណាអូនសុំទៅផងចង់ឃើញឡាមុំលោកយោឈីហេតូក៏ប្រាប់ថាអញ្ចឹងពួកយើងក៏ទៅសួនសត្វទាំងអស់គ្នាទៅលុះដល់ពេលល្ងាចហ្នឹងរាវជីក៏ប្រាប់ទៅលោកយាយនាយកសាលាលោកយាយក៏អនុញ្ញាតអញ្ចឹងឲ្យពួកឯងទៅសួនសត្វក៏បានលុះពេលដល់ថ្ងៃសម្រាប់ពួកគេក៏ចេញដំណើរហើយលោកមេផ្ទះក៏ឲ្យបាយប្រអប់យ៉ាងប៉ុណ្ណាណីធំហ្មងព្រមទាំងឲ្យលុយកាក់ຕົកចាយវាប៉ុន្តែឲ្យគេហ្នឹងក៏តែច្បាស់លាស់ផងថាចាយអីខ្លះលុះពេលមកដល់សួនសត្វគ្រប់គ្នាក៏មកប្រមុខប្រមាត់ក្មេងៗផ្សេងទៅក៏មានឪពុកម្ដាយជូនមកចំណែកខាងថាកាក់ក៏ត្រូវបានបងប្រុសរបស់វាយកមកក៏ប៉ុន្តែហាក់ដូចជាហាយាតូហ្នឹងអត់តំណេទេព្រោះថាម្ដាយរបស់គេក៏រវល់ខ្លួនគេក៏ជាប់រវល់វឹកហាត់នៅឯជំរំទៀតរាវជីក៏ចូលទៅសួរថាអត់តន់ត្រូវគ្នាមួយបងប្រុសទៀតមែនហាយាតូប្រាប់ថាត្រូវហើយខ្លួនគេមិនបានចូលចិត្តហើយក៏មិនបានស្អប់ដែរអូនថាកាក់ក៏ងណាលេងខ្វល់មួយបងប្រុសទៅអីតោះពួកយើងដើរលេងរួចគ្រប់គ្នាក៏ធ្វើដំណើរដើរលេងមើលសួនសត្វជួបសត្វផ្សេងអូនពិតជាសប្បាយចិត្តនិងពេញចិត្តទៅលើសត្វទាំងអស់នោះខ្លាំងណាស់លុះពេលចូលមកដល់កន្លែងលក់របស់អូនក៏ជាអូនតុក្កតាថាអូនចង់បានតុក្កតានេះចង់បានតុក្កតានោះអូនខូថាលោកខំក៏ងាកទៅមើលប៉ប៉ែម៉ែណាអូនចង់បានប៉ប៉ែហ្នឹងព្រោះថាប៉ប៉ែហ្នឹងសក់ក្បាលដូចលោកយាយនាយកសាលាអញ្ចឹងរាវជីក៏តែងឲ្យមួយណាហើយតែគួរអាណិតទាំងគេបងអស់នោះក៏គឺជាអូនថាកៈឃុងគេមកសួនសត្វតែម្នាក់ឯងអត់មានបងនៅជាមួយអ្នកផ្សេងហ្នឹងមានឪពុកម្ដាយជូនមកលោកយោឈីហេតូក៏មកធ្វើជាអាណាព្យាបាលជំនួសណាថាចង់បានមួយណាចាំគេតែងឲ្យតែនៅគណៈពេលហ្នឹងថាកៈឃុងងាកទៅឃើញបរិមម្នាក់ស្តៀងជាមួយនឹងបងប្រុសរបស់គេទើបថាកៈឃុងក៏បញ្ញាប់រត់តាមទៅពីក្រោយដល់ពេលគ្រប់គ្នាដឹងខ្លួនម្ដងទៀតអោថាកៈឃុងតាណាបាត់ហើយអាថាកៈឃុងនេះរត់ទៅឡើងឆ្ងាយគិតថាជាបងវាមើលចិត្តអោមិនបងផងហ្នឹងហើយណាងមួយវាមកឆ្ងាយទៀតអាមេឃនេះក៏រៀលល្ងឹតទៀតយប់ហ្នឹងសួនសត្វក៏ប្រកាសទៀតថាចិត្តដល់ម៉ោងបាត់ហើយអោបាក់ប៊ីបែកអូហូអាចនេះដេកមួយស្វាជាមិនខានឯងថាកៈឃុងនេះភ័យឡើងញ័រហើយគ្រប់គ្នាដឹងថាទៅណាអស់លេងទើបអូនថាកៈក៏យំណាស្រែករោគបងប្រុសរបស់គេនៅគណៈពេលហ្នឹងហាយាតូក៏ចេញមុខមកណាដោយតួឯប្រុសលេចមុខមកចឹងហៅបងធ្វើអីហាក្មេងប្រុសប៉ុណ្នេះគេមិនត្រូវយំដាក់មនុស្សប្រុសដូចគ្នាទេគេយំឲ្យក្មេងស្រីនោះទុកទឹកភ្នែកយំសោកសៅពេលស្រីបោកទៅថាកៈឃុងនេះយំប៉ាត់ណាប៉ាត់ណីប្រាប់ថានឹកបងប្រុសខ្លាំងលុះពេលដើរទស្សនានៅក្នុងសួនសត្វចប់ថាកៈឃុងជាមួយនឹងរាវជីក៏បានបីឲ្យអូនតុយគេចេញមករាវជីក៏និយាយប្រាប់ថាខ្លួនថាកៈឃុងគណៈពេលដើរលេងគេពិតជានឹកឯងខ្លាំងណាហើយយាតូនៅចង្វាក់ដែលថាកៈឃុងកំពុងទៅដេកក៏មានការមកមើលបាននិយាយថាខ្លួនគេពិតជាចូលចិត្តបងប្រុសខ្លាំងហើយយាតូក៏ប្រាប់ទៅថាខ្លួនគេក៏នៅតែដដែលណាគឺមិនបានស្អប់ទៅលើខាងអូនថាកៈហើយក៏មិនបានចូលចិត្តបែរជាឯងទៅវិញទេរាវជីអូនប្រុសរវែងខុសថាឡូនេះហាក់ដូចជាចូលចិត្តឯងលើសពេកហើយណាគេប្រច័ណ្ឌម៉ែទេលុះពេលប្រហែលថ្ងៃក្រោយមកហាក់ដូចជាថ្ងៃនេះគឺជាថ្ងៃវ៉ាឡែនថាញណានារីកំឡោះកណ្ដោគ្នាមកនិយាយគ្នាក្នុងការឲ្យឆូកូឡេតគ្នាទៅវិញទៅមកណាព្រោះថាតំនាងនាទីនេះគេចូលចិត្តហុចឆូកូឡេតឲ្យគ្នាទៅវិញទៅមកខាងហាយាតូនៅក្នុងសាលានេះគេក៏ហត់ដែរណាមានមនុស្សស្រីមកឲ្យឆូកូឡេតពេញហ្នឹងតែខ្លួនគេអត់ចូលចិត្តទេឆូកូឡេតនេះស្រីក៏មកនិយាយគ្នាណាថាក្រៅពីហាយាតូក៏មានប្រុសសង្ហាប្រុសនៅក្នុងបន្ទប់ A បន្ទប់ King ទៀតព្រោះម្នាក់នោះគេមានឈ្មោះថាយ៉ាគីឃុងកាត់ឆាប់មកមើលខាងបន្ទប់ A វិញយ៉ាគីឃុងពេលនេះមានស្រីរំពាត់ឲ្យកាដូគេពេញហ្នឹងយ៉ាគីនេះក៏សង្ហាសមនឹងឈ្មោះណាសាច់ហ្នឹងឥឡូវក៏អូបតែមើលទៅហាក់ដូចសម្ដីរៀងលឺខ្លាំងពេកប៉ះពាល់ដល់នាងសក់ខៀវណានាងសក់ខៀវក៏ឡើងក្រោបស្ដីឲ្យមកធ្វើស្អីគេនេះទីនេះយកឆូកូឡេតឲ្យគ្នាពេញណាចឹងសម្ដីវាថ្លង់ឯប៉ះពាល់ដល់អ្នកផ្សេងដឹងអត់ណាមួយខែសាលារៀនពីបំរើហាមយកឆូកូឡេតមកញ៉ាំនោះអីស្រីដែលរងចាំឲ្យឆូកូឡេតណាក៏នាំគ្នាមករុំគ្នាណាត្រៀមផ្ទះកាភ្លៀងងប់មិនខានថ្ងៃឯងពេលចេញទៅផ្ទះវិញយ៉ាគីក៏បានលួងទៅលើស្រីប្រាប់ថាអូពួកយើងនិយាយលឺពិតមែនណាបាទណាមួយនៅក្នុងសាលាពីបំរើហាមឲ្យញ៉ាំឆូកូឡេតទៀតដូច្នេះចាំពេលដល់ម៉ោងចេញទៅផ្ទះច
ចាប់ខ្ញុំទៅទទួលឆូកូឡេតនៅខាងក្រៅក៏បានដែរបាទលុះពេលដែលនិយាយចប់យ៉ាគីក៏ចូលមកសួរខាងនាងសក់ខៀវពាក់ព័ន្ធជាមួយនឹងជំរំមើលថែកូនក្មេងអ៊ីណូម៉ាតាក៏ប្រាប់ថាមែនហើយខ្លួនគេក៏មកពីជំរំនោះដែរណាតែគេមិនមែនចូលជំរំទេមានមនុស្សឲ្យគេនឹងជួយមើលការខុសត្រូវទៅមកផ្លេហ្នឹងណាយ៉ាគីខងប្រាប់ថាមែនហ៎មានជំរំបែបនោះពិតមែនហ៎ខ្លួនគេនឹងក៏ចូលនៅក្នុងជំរំនោះដែរស្រីៗនៅជុំវិញក៏នាំគ្នាស្រែកកញ្ជ្រោះហោណាវ៉ាវយ៉ាគីនេះស្រឡាញ់ក្មេងៗទៀតណោះគួរស្រឡាញ់ខ្លាំងណាអ៊ីណូម៉ាតាប្រាប់ថាមិនដឹងទេខ្លួនគេមិនមែននៅជំរំនោះផងហ្នឹងអ៊ីណូម៉ាតាចាំងក៏ដើរចេញមកខាងក្រៅណាខ្លួននាងយំទៀតនាងមិនចង់និយាយជាមួយនឹងអ្នកផ្សេងច្រើននោះទេមានតែមនុស្សស្អប់នាងដឹងខ្លួនស្រាប់ហើយហ្នឹងសូម្បីតែពួកក្មេងៗហ្នឹងក៏ស្អប់នាងដែរទៅក៏បានទៅវិញនិយាយស្អីគេលំកាច់លុះពេលដល់មកសម្រាប់ថ្ងៃត្រង់យ៉ាគីក៏ចូលមករករាវជីប្រាប់ថាខ្លួនគេចង់ចូលជំរំនេះដែររាវជីភ្ញាក់ផ្អើលណាស្អីគេនេះមានប្តីមកថែមម៉ែទេលបកាយមនុស្សនៅជុំវិញអានេះអេដមីនឈីបចោលអស់រាវជីនេះក៏រៀងទប់អារម្មណ៍ខ្លួនឯងទប់អារម្មណ៍រូបរាងដល់សង្ហាខ្លួនឯងបន្តិចប្រាប់ឲ្យក្មេងៗចេញមកខាងក្រៅជួបបងប្រុសបន្តិចគេក៏បានណែនាំក្មេងៗឲ្យស្គាល់ណាថាអូននេះឈ្មោះនេះអូននេះឈ្មោះនោះខាងយ៉ាគីក៏គឺជាប្រុសសង្ហាណាមួយក៏មានទឹកមុខរៀងរស់រៀងទៀតធ្វើឲ្យក្មេងៗហ្នឹងចូលចិត្តគេមែនទែនសូម្បីតែរាវជីក៏ភ្ញាក់ផ្អើលដែរណាគេទុំតែមកសក់បែរជាអាចចងចិត្តទៅលើខាងក្មេងៗបានចំណែកឯនាងសក់ខៀននាងអ៊ីណូមីតាក៏ចូលមកបន្ទប់សៀវភៅនាងក៏អង្គុយអានសៀវភៅរបស់នាងនឹងឯងនៅគណៈពេលហ្នឹងនាងក៏បានឮពួកប្រុសៗនិយាយគ្នាពាក់ព័ន្ធជាមួយនឹងយ៉ាគីថានោះចូលចិត្តក្មេងៗហ្នឹងតាមពិតទៅគឺជារឿងបោកប្រាស់តែប៉ុណ្ណោះព្រោះថាមួយហ្នឹងចូលចិត្តសាងរូបភាពខ្លួនឯងឲ្យតែល្អមើលតែប៉ុណ្ណោះថែមទាំងវាស្រឡឹងទៅលើខាងក្មេងៗឬចម្លែកទៀតលុះពេលដែលអ៊ីមីណូមីតាលើបែបនេះហើយក៏ប្រញាប់រត់ចាក់ចេញពីបន្ទប់សៀវភៅណាអើយមានបញ្ហាធំហើយមើលទៅប្រហែលជាគេទៅធ្វើអីប៉ះពាល់ដល់ក្មេងៗជាមិនខានទេនាងក៏ប្រញាប់រត់ចូលទៅបើកខាងក្នុងបន្ទប់មើលថែក្មេងៗណាស្រែកប្រាប់ថាប្រយ័ត្នផងគ្រប់គ្នារូបភាពដែលបានឃើញនៅនឹងមុខឃើញថាយ៉ាគីជាមួយនឹងរីវជីកំពុងតែលេងអាអូនតូចគ្នាទៅវិញទៅមកស្អីគេនេះអង្គុយលេងអូនតូចគ្នាទៅវិញទៅមកអញ្ចឹងអូបាត់ភ័ក្ររបស់យ៉ាគីក៏ដើរតាមមកដែរព្រោះម្នាក់នេះមានឈ្មោះថានេស៊ឺជាបរិសសង្ហាចូលចិត្តយកសក់បាំងមុខនេស៊ឺប្រាប់ថាបាត់ភ័ក្ររបស់គេមានជំងឺឆ្លក់នឹងកូនក្មេងឃើញអត់ដល់ថ្នាក់ជាចំហនោះនៅចិត្តក្មេងៗហៅកើតរឿងបែបនេះទុបជាខ្លួនឯងអត់ជាប់យ៉ាគីក៏បញ្ញាប់បកាយប្រាប់ថាឆ្លក់ជាមួយនឹងក្មេងមិនមែនឆ្លក់បែបនោះទេគឺគេឆ្លក់បែបស្រឡាញ់ចូលចិត្តកូនក្មេងតូចៗណាមិនរកចិត្តឡើយនេស៊ឺក៏បញ្ញាប់អូសកមិត្តភ័ក្ដិគេទៅវិញណាយ៉ាគីប្រាប់ថាគេបោះបង់ក៏បានលេងចូលឲ្យជំរំតែនៅពេលទំនេរតែគេអាចឆ្លៀតចូលមកចុចអូនតូចរបស់ឯងបន្តិចបានអត់ហាមិនអត់មាននិយាយទៅជីចេះថាចេញអញ្ចឹងអ្នកគ្នាក្មេងៗក៏ចូលមកលួងស៊ីណាថាថ្ងៃនេះគឺជាថ្ងៃ Valentine អូនចង់ញ៉ាំឆូកូឡេតយ៉ាគីប្រាប់ថាបងប្រុសមានណាតែមិត្តភក្តិរបស់គេហាមសិនថាបើសិនណាจะឲ្យយ៉ាគីយកឆូកូឡេតឲ្យក្មេងៗញ៉ាំទៀតច្បាស់ណារបស់គេហ្នឹងឈាមហូមមិនឈប់ជាមិនខានទេទៅក្មេងៗក៏ចូលមករកនាងសក់ខៀវចំនួនវិញណាប្រាប់ថាបងស្រីអូនចង់ញ៉ាំឆូកូឡេតបាទអ៊ីណូមីតាក៏ប្រើទឹកមុខកាយស្លក់ទៅប្រាប់ថាអត់កើតទេខុសច្បាប់របស់សាលាច្បាប់នៅក្នុងសាលាគេបានចែងច្បាស់ប្រាប់ថាហាមញ៉ាំឆូកូឡេតនៅក្នុងសាលារៀនណាក្មេងៗលើបែបនេះហើយក៏យកណាប្រាប់ថាបងស្រីឃើញពួកអូនពេលណាស្រីដាក់អូនយំទៀតហើយធ្វើឲ្យអ៊ីណូមីតាចិត្តតន់ណាប្រាប់ថាថ្ងៃនេះញ៉ាំអត់បានទេតែចាំថ្ងៃស្អែកចាំបងស្រីយកមកឲ្យញ៉ាំក៏បានធ្វើឲ្យពួកក្មេងៗសប្បាយចិត្តណាថាពួកគេបានញ៉ាំឆូកូឡេតហើយទៅតាមផ្លូវដើរទៅផ្ទះវិញនៅថ្ងៃនោះរីវជីក៏បានធ្វើដំណើរទៅផ្ទះវិញជាមួយនឹងអូសក់ខៀវដែររីវជីក៏អរគុណទៅលើខាងអ៊ីណូមីតាណាថាថ្ងៃនេះជួយមើលក្មេងៗរហូតដល់ល្ងាចនាងសក់ខៀវក៏ប្រាប់ថាតែប៉ុន្តែគេមិនចង់ជួយមើលប្រហែលទេគ្រាន់តែត្នេណានាងនេះមាត់មិនត្រូវនឹងចិត្តប្រហែលទេពួកគេក៏ដើរកាត់ហានរូបរបស់ណារីវជីប្រាប់ថាចាំបន្តិចគេក៏ប្រញាប់រត់ចូលទៅខាងក្នុងហ្នឹងនៅពេលដែលចេញមកវិញក៏បានទិញឆូកូឡេតមកផ្ញើដែរយកទៅគេឲ្យគឺជាកាដូថ្ងៃ Valentine អ៊ីណូមីតានេះក៏ភ្ញាក់ផ្អើលណាហេតុអីបានជាឲ្យឆូកូឡេតមកគេអញ្ចឹងខ្លួននាងក៏គឺជាមនុស្សស្រីចរិតមិនសូវល្អប្រហែលទេរីវជីក៏តបតទៅវិញថាខ្លួនគេតាមពិតទៅក៏ចូលចិត្តផ្នែកមួយចំនួនតូចរបស់ខាងអ៊ីណូមីតាដូចគ្នាដែរបន្ទាប់មករីវជីក៏សុំខ្លួនទៅផ្ទះមុនណាទុកចោលឲ្យខាងអ៊ីណូមីតានេះឈោមមុខអៀនឡើងក្រហមតែតចំណែកនៅខាងក្នុងមួយចំហៀងទៀតក៏មានអូសក់ខ្លីម្នាក់មើលទៅនាងដូចជាតំណងត្រៀមឆូកូឡេតយកមកឲ្យរីវជីដែរក៏ប៉ុន្តែថារីវជីយកឆូកូឡេតឲ្យអ្នកផ្សេងបាត់ទៅហ្នឹងអូយគៀងនៅថ្ងៃបន្ទាប់ថ្ងៃនេះក៏គឺជាថ្ងៃហាត់កីឡាណាគ្រប់គ្នាក៏បានពាក់កាយកីឡាមករួចទៅចង្វាក់វាក៏ចៃដល់ណាលោកយោឈីហ៊ីតូក៏បានចាប់ក្មេងៗដាក់លើកត្រកមកគេក៏ប្រឡេកក្មេងៗឲ្យរត់មកជួសនំមកជួអាចណាដូចចាំឆ្កែក្មេងៗក៏រត់មករករីវជីណាមកអោបបងរីវជីណារីវជីក៏និយាយថាអូមានក្មេងៗមកអោបបែបនេះក៏កក់ក្ដៅមួយយ៉ាងដែរបាត់ប្រាប់ថាចង់បានដែរណាដូច្នេះអូនមកឲ្យបងសុំអោបតិចមកហើយនៅចង្វាក់ដែលពួកគេដេញចាប់ក្មេងៗហ្នឹងហាក់ដូចជាខាវគួរម៉ាក់ទៅផ្លូវឆ្ងាយចូលទៅក្នុងគុំព្រៃដ៏ជ្រៅនោះទៅជួបជាមួយនឹងប្រុសចម្លែកមុខម្នាក់ឬមួយពួកគេក៏គឺជាពួកក្រុមម៉ាហ្វៀចាប់ក្មេង
ក្មេងៗអញ្ចឹងអូទៅក៏ប្រញាប់រត់ចូលទៅជួយណាយកបីជើងក៏កដាមុខនេះណែបីជើងនោះក៏ហោះត្រូវកដាក្បាលណាកាប់មុខឲ្យហេតុរាវជីក៏ចូលទៅសួរណាកើតអីអត់ថាកុមារឃុងរួចព្រមណានេះគេគឺជាបណ្ណាគេថាកុមារឃុងស្គាល់អត់ថាកុមារឃុងប្រាប់ថាស្គាល់បាទម្នាក់នេះក៏គឺជាប៉ារបស់អូនណាបាទអោរបកាច់អើយគប់ស្បែកជើងកដាក្បាលអីពួកគេក៏ប្រញាប់នាំប៉ារបស់ថាកុមារឃុងចូលទៅបន្ទប់ទីពេទ្យសិនលោកប៉ាក៏បានណែនាំខ្លួនថាគាត់មានឈ្មោះថាខូស៊ូកេហើយប៉ានេះក៏មុខមាត់សង្ហាណាប្រាការបានអូរីអូជីផលនៅក្បែរខ្លួនឯនេះសិតតែបរោះសង្ហាពួករីអូជីក៏សុំទោសផងតែយកតែជើងគុកក្បាលណាហើយហេតុអីបានជាលោកប៉ារបស់ថាកូម៉ាតែងខ្លួនបែបនេះវាមើលទៅគួរឲ្យសង្ស័យណាលោកប៉ាក៏បានណែនាំខ្លួនថាគាត់ក៏គឺជាតារាដ៏ល្បីណាបើទោះបីជាពួកក្មេងៗឯងហ្នឹងអត់ស្គាល់គាត់ក៏ដោយក៏ប៉ុន្តែគាត់ក៏ធ្លាប់ឃោសនាថ្នាំដោះធ្មេញណាលោកប៉ាប្រាប់ថែមទៀតថាការដែលគាត់ស្លៀកពាក់បែបនេះគាត់ខ្លាចញ៉ៃញ៉ៃខ្លាចមានគេចាំគាត់បានព្រោះថ្ងៃនេះដែលគេចូលមកចិត្តបែបនេះគឺគាត់ចង់មកលេងពួកកូនព្រោះថាគាត់ធ្វើការសម្ដែងហ្នឹងអត់សូវមានពេលវេលាយកចិត្តទុកដាក់នៅក្បែរកូនប្រមាណនោះឡើយដំបូងឡើយគាត់ចង់ឲ្យកូនហ្នឹងឈប់រៀនសិនណាក៏ប៉ុន្តែហាក់ដូចជាកូនហ្នឹងអត់ចង់នៅផ្ទះទេបែរជានឹកផ្លាជានឹកផ្ទះទៅទៀតពួកគេអត់មើលឃើញថាប៉ាហ្នឹងក៏គឺជាប៉ារបស់ពួកគេលោកប៉ានេះចាប់ផ្ដើមយំអន់ចិត្តអីគេអត់ទៅបាននៅមួយកូនរហូតដល់កូនគិតថាគេមិនជាឪពុកហ៎រាវជីប្រាប់ថាក៏តន់អាគិតច្រើនណាស់លោកប៉ាថាកុមារជាអ្នកណែនាំឲ្យខ្ញុំស្គាល់ណាបាទថាលោកប៉ាគឺជាប៉ារបស់គេលោកប៉ាបកាយំក៏និយាយថាមែនគេហៅយើងថាប៉ារាវជីក៏ប្រាប់ថាមែនហើយបាទនោះខែងកូនរបស់លោកមិនថាអញ្ចឹងអីរាវជីក៏ប្រាប់ថាអញ្ចឹងប្រើពេលវេលាសាក់លបងរស់នៅជាមួយនឹងកូនពេលនេះសិនទៅក្រែងលោរៀងស្និទ្ធជាងមុនលោកប៉ាប្រាប់ថាមែនអញ្ចឹងក៏ព្រមសាក់លបងធ្វើទៅអញ្ចឹងរាវជីក៏បានហៅទាំងថាគូម៉ាក់និងថាស៊ូម៉ាក់មកចាប់បីអីលោកប៉ាមកឲ្យលោកប៉ាហ្នឹងជួយមើលការខុសត្រូវទៅលើអូនតបាទក៏ប៉ុន្តែអូនហ្នឹងយំនៅលើដៃឪពុកមកអញ្ចឹងលោកប៉ាសុំទៅផ្ទះសិនអីអញ្ចឹងរាវជីប្រាប់ថាក៏តន់អាចទៅវិញលោកប៉ាក៏តន់អាចចោះចាញ់មើលជាយាមនេះមួយអូនតិចទៅប្រយ័ត្នរឿងរ៉ាវទាំងអស់នេះកាន់តែធំទៅណាបាទរាវជីក៏ប្រាប់ថាថ្ងៃនេះគេនឹងជួយដល់ខ្លួនឯងលោកប៉ាក៏ប្រាប់ទៅរស់នៅជាមួយនឹងកូនគាត់រៀងយូរតិចទៅលោកប៉ាក៏ព្យាយាមមួយក្តារទៅណាក៏ទៅលេងមួយកូនតែថាកុមារមួយហ្នឹងយំរហូតប៉ាធ្វើអីតិចហ្នឹងយំលោកប៉ាចាប់ផ្ដើមអស់សង្ឃឹមហើយឲ្យកូននៅជាមួយនឹងពួកឯងហ្នឹងហើយមើលទៅកូនក៏មានក្តីសុខដែរទៅគាត់កដាចូលទៅលាកូនថាកុមារនិងខាស៊ូម៉ាប៉ាទៅសិនហើយណាលោកប៉ាក៏ដើរមកទាំងអស់សង្ឃឹមហើយបានទៅបុកជាមួយនឹងក្មេងសិស្សសាលាស្រីម្នាក់នាងមួយនេះហ្នឹងក៏ចាំបានទៀតនេះគឺជាមនុស្សល្បីតានេះលោកខូស៊ូកេស្រីហ្នឹងក៏ញាក់នក់ទាំងមួយក្បាលមកអូលោកខូស៊ូកេតារាល្បីហ្នឹងមែនហើយនៅខណៈពេលដែលលោកប៉ាត្រូវបានសិស្សលាប់ពត់ជុំវិញហ្នឹងគាត់ក៏បានឮសំឡេងកូនហៅគាត់ទាំងថាកុមារនិងខាស៊ូម៉ាហ្នឹងគឺយំប៉ាណាប៉ាណៃហ្មងប្រាប់ថាប៉ាហ្នឹងក៏តន់អាចទៅផ្ទះមើលលោកប៉ាក៏និយាយថាពួកអាក្មេងខ្មោចបាញ់នេះអត់មានអាណាហាមអញទេទើបលោកប៉ាក៏ព្យាយាមជំលះខ្លួនចេញទៅរកកូនណានៅចង្វាក់មួយហ្នឹងសំឡេងកាចែក៏បានលាន់ឮឡើងហាក់ដូចជាប្រពន្ធរបស់លោកប៉ាហ្នឹងចេញមុខមកស្អីគេធ្វើអីហ្នឹងមិនក៏នោះទេមកលាប់ពុកប្តីរបស់យើងអញ្ចឹងតិចកាត់បន្ទូចោលអស់ទៅលឿនចូលទៅបន្ទប់រៀនលឿនប្រពន្ធរបស់លោកប៉ាឬម៉ាមីស៊ូកានេះក៏ចូលមកសុំទោសណាសុំទោសផងខ្លួនឯងមូលហេតុដែលកូនខ្លាចខ្លួនឯងហ្នឹងដោយសារតែគេហ្នឹងបានបើករឿងដែលខ្លួនឯងសម្ដែងធ្វើចំនួនអាក្រក់ឲ្យកូនមើលទៅកូនខ្លាចខ្លួនឯងនោះអីលោកប៉ាក៏និយាយថាមានរបកាច់នេះអើយអូព្រោះនាងសូនេះឯងថាហើយកូនទាំងពីរក៏ចូលមករកប៉ាណាព្រោះឲ្យប៉ាទៅលេងជាមួយនឹងអូនលោកប៉ាឃើញបែបនេះហើយក៏យំណាហើយប៉ានេះប្រកែយំដូចអូនអញ្ចឹងបានតើកូនពួកយើងទៅលេងជាមួយនឹងគ្នាហើយទាំងថាកុមារឃុងនិងខាស៊ូម៉ាក់ឃុងក៏បានមកញ៉ាំដូចដើមវិញអូនទាំងពីរក៏វិលត្រឡប់មកស្រឡាញ់ប៉ាដោយការពីមុនវិញក្រោយពីនឹងមិនយោរីវជីក៏ឡើងចូលវិទ្យាល័យរៀនថ្នាក់ទី10នៅពេលឡើងថ្នាក់ថ្មីគ្រប់គ្នាត្រូវរកជំរំថ្មីតែរីវជីនៅជំរំដដែលជំរំមើលថែក្មេងរីវជីវិលត្រឡប់មកបន្ទប់មើលថែក្មេងវិញព្រមទាំងកដាស់ប្រកាសស្វែងរកអ្នកមើលថែបន្ថែមលោកយោជីហៀតក៏និយាយថាអញ្ចឹងពួកយើងនាំក្មេងៗទៅដើរមើលជំរំផ្សេងអត់ថាជំរំផ្សេងហ្នឹងគេធ្វើអីខ្លះអូនហ្នឹងក៏និយាយថាអូខេបងអូនចង់ទៅដែរអូនគ្រប់គ្នាមើលទៅរំភើបខ្លាំងណាអូនចង់ដឹងចង់ឮថាជំរំផ្សេងហ្នឹងគេលេងរត់ស្រាតខោជូអាចជូនំដូចពួកអូនថាអូនក៏តម្រង់ជួជាជួណាដើរជាក្បួនដើរធัวពេញហ្នឹងជំរំដំបូងដែលពួកគេត្រូវទៅនោះក៏គឺជាជំរំភាពយន្តហើយក៏មានម្ដាយរបស់អូនខីរិនណាដែលគាត់តែងខ្លួនធ្វើជាតួសម្ដែងជាតួខ្មោចអូនឃើញហើយហ្នឹងខ្លាចពេញណាប៉ាណៃជំរំតទៅទៀតក៏គឺជាជំរំធ្វើមហូបហើយមើលទៅអូនហាក់ដូចជាចូលចិត្តទៅលើជំរំនេះខ្លាំងណាស់អូនហ្នឹងចង់បានរបស់ញ៉ាំហើយបាទរួចអ្នកដែលនៅក្នុងជំរំនេះក៏គឺជាអ៊ីណូមេតានាងសខៀវអ្នកធ្វើមហូបនៅក្នុងសមាជិកក៏បានប្រាប់ទៅអូនថាអាហារនំគូគីហ្នឹងគឺពួកគេធ្វើអត់ទាន់រួចរាល់ទេដូច្នេះអូនហ្នឹងអាចដើរតែ
មើលជំរំផ្សេងបានណាចារីអូជីក៏នាំក្មេងៗចេញមកខាងក្រៅតមកពួកគេក៏ទៅជំរំ baseball មានបងប្រុសរបស់ថាកាក់នៅនឹងដែរថាកាក់គ្រូមើលទៅចាប់អារម្មណ៍ណាទៅពួកគេក៏ទៅជំរំ baseball ទៅដល់ហ្នឹងក៏បានជួបជាមួយនឹង Hayato ដែរណាជួបប្តីហើយរីអូជីក៏ចូលមើលឡើងផ្លឹកអ្នកផ្សេងមានឱកាសចូលរួមធ្វើកម្មវិធីនោះចូលរួមធ្វើកម្មវិធីនេះសុទ្ធសឹងតែជារបស់ដែលគេចូលចិត្តតែបែរជាគេនេះមកជួអាចមកជួនងក្មេងៗទៅវិញរីអូជីចូលមានជីវិតបែបនោះដូចគេដែរក្មេងៗឃើញបងរីអូជីមើលទៅដូចជាចង់នៅមួយអូនទៀតមើលទៅវាថាចង់ចាក់ចេញពីអូនណារីអូជីក៏បញ្ញាប់បកាយថាអត់មានអញ្ចឹងទេអីតិចទៀតហ្នឹងបងសុំយក poster ទៅបិទតាមក្តារខៀនបិទតាមជញ្ជាំងសិនណាគ្រប់គ្នាហើយរីអូជីក៏សួរទៅប្អូនប្រុសខូថាឡូរបស់គេថាទៅមួយគ្នាអត់ខូថាឡូក៏បកាយថាអត់ទៅទេរីអូជីក៏ឆ្ងល់ថាហេតុអីបានជាខូថាឡូលើកនេះបែរជាបកាយទៅវិញទៅគេក៏បញ្ញាប់រត់ទៅរកក្តារខៀនដើម្បីរកកន្លែងបិទណាហើយមកដល់ក៏មានកន្លែងបិទបានតិចទៀតបិទខៀននេះទៅអញ្ចឹងនៅចង្វាក់មួយនឹង Hayato ខំកដាមរោគព្រមទាំងជាមួយនឹងប្អូនប្រុសខូថាឡូរបស់គេនឹងដែរ Hayato ក៏យកកដាស្ម័គ្រចិត្តមកឲ្យរីអូជីភ្ញាក់ថាអោលោកប្តីហេនងកូនយើងមកធ្វើអី Hayato ក៏ប្រាប់ថាអបាញ់មិញនឹងប្អូនប្រុសរបស់ឯងមកទាញជើងយើងហាក់ដូចជាខូថាឡូឃើញថាឯងនឹងរៀងឯកោទើបចង់ឲ្យយើងនឹងទៅបានជាគ្នាជាមួយនឹងឯងធ្វើឲ្យពេលនេះចម្រុះចិញ្ចឹមក្មេងនឹងក៏មានមនុស្សបន្ថែមម្នាក់ទៀតហើយរួចនោះក៏គឺជា Hayato លុះពេលព្រឹកថ្ងៃបន្ទាប់ហាក់ដូចជាថ្ងៃនេះរបស់រីអូជីរបស់យើងកើតជំងឺឈឺណាមុខវែអាឡើងក្រហមហើយនៅពេលលោកយាយយកសាលាចូលមកក៏ចាប់បំបែកពីអ្នកបងប្អូននឹងចេញណាយកខូថាឡូចេញកុំឲ្យឆ្លងជំងឺពីបងប្រុសលោកយាយប្រាប់ឲ្យរីអូជីដេកនៅស្ងៀមៗទៅចាំគាត់នឹងទៅធ្វើម្ហូបជាមួយនឹងខូថាឡូមកខូថាឡូទៅមួយនឹងលោកយាយទៅរីអូជីក៏មកដេកលើគ្រែដូចមានអារម្មណ៍យើងដល់ហើយមើលមុខវាអានេះមិនមុខឈឺណាមុខវាមានអារម្មណ៍ហ៎ចំណែកលោកយាយជាមួយនឹងខូថាឡូក៏មកកន្លែងចង្ក្រានបាយលោកយាយប្រាប់ថាគាត់នឹងធ្វើទឹកក្តៅលាយទឹកខ្មុំជាមួយនឹងក្រូចឆ្មាឲ្យទៅរីអូជីព្រមជាមួយនឹងបបរផងដែរតែមុនដំបូងផ្ដាំដោយទឹកក្រូចឆ្មាមុនសិនលោកយាយក៏កាត់ក្រូចឆ្មាណាយកទៅខូថាឡូច្បាច់ក្រូចឆ្មាដាក់កែវចាំយកមកឲ្យយាយហើយមើលទៅប្រហែលជាធ្វើបានធ្វើអត់អូខូថាឡូរបស់យើងហ្នឹងហាក់ដូចជាឆ្ងល់នៅក្នុងជីវិតណាតែអូនហ្នឹងក៏ងក់ក្បាលបាតចាំអូនធ្វើបាតខូថាឡូក៏ចាប់យកក្រូចឆ្មាមកច្បាច់ណាតែដោយសារតែដៃអូនទូជាងក្រូចឆ្មាអូនហ្នឹងក៏ព្យាយាមច្បាច់ណាច្បាច់មិនក៏ច្បាច់អត់ចេញទឹកដែរអូនអត់មានកម្លាំងខូថាឡូក៏ចាប់យកដៃទាំងពីរច្បាច់ណាច្បាច់ប៉ុណ្ណាក៏អត់ចេញដែរចង់ចេញអាចចេញនោមទេខូថាឡូដល់ពេលដែលបានច្បាច់ទឹកមកគ្រាប់ហើយក៏សប្បាយចិត្តណាគាត់ថាភារកិច្ចគេជោគជ័យហើយតែទៅរកលោកយាយហើយលោកយាយហួយរស់ហើយបានទឹកក្រូចឆ្មាមកគ្រាប់លោកយាយក៏ប្រាប់ថាណាវាគ្រប់គ្រាន់អត់ខូថាឡូទៅយក1000តំណក់ទៀតមកទៅខូថាឡូក៏ទៅច្បាច់តទៅណាច្បាច់ដល់1000គ្រាប់គ្រប់ហើយអូយមើលទឹកក្រូចឆ្មាបានគ្រប់ហើយនេះអូនឃើញអូនសប្បាយចិត្តណាក៏បញ្ញាប់ឡើងងោកភ្នែកវាអាឡើងទៅជាផ្កាយបញ្ញាប់ទៅរកលោកយាយតែបាច់ជាជើងរបស់គេទៅតជាមួយនឹងទឹកតែក្រូចឆ្មាកពុកពីងរបកាយទឹកក្រូចឆ្មាចេះចោលលេងទៅច្បាច់សាថ្មីលោកយាយហ្នឹងក៏យកមកចំណិតទៀតទៅឲ្យខូថាឡូច្បាច់សាថ្មីណាតែខូថាឡូយកទៅច្បាច់ទៅខូថាឡូនេះគិតក្នុងចិត្តចេញអាចទៀនខានេះអញរបកែច្បាច់មួយថ្ងៃអត់ចេញឥឡូវឲ្យមកគ្រាប់មកចំណិតមកទៀតណារហូតដល់លោកយាយហ្នឹងធ្វើទឹកបបរអីរួចអស់ហើយណាក៏បានយកទៅឲ្យខាងរីអូជីតែរីអូជីនៅកំពុងតែដេកនៅឡើយទេហើយធ្វើមុខឲ្យឡើងស្រាវជាទូឯប្រុសដែលមានមុខមាត់គួរស្រឡាញ់មែនទេលោកយាយអត់ចង់រំខានណាចាំឲ្យគេនឹងងើបពីដេកចាំយករបស់ទៅឲ្យញ៉ាំចំណែកខាងរីអូជីវិញក៏ដេកយកសពអាក្រក់ណាគេយកសពឃើញថាឪពុកម្ដាយរបស់គេឡើងជើងយន្តហោះហើយក៏បាននាំខ្លួនអូនខូថាឡូទៅជាមួយដែររីអូជីក៏យំណាហាក់ដូចជាគេបានបាត់បង់អូនខូថាឡូម្នាក់ទៀតទៅប្អូនរបស់គេក៏ចូលមកលួងណាយកដៃទៅជូតភ្នែកជូតតែរីអូជីប្រាប់ថារបកាច់អើយយកឲ្យគេមកជូតភ្នែកឯងនេះកាហាយមកម៉ែដៃឯងទៅធ្វើឲ្យគេមកខូថាឡូលោកយាយក៏ចូលមកប្រាប់ថាខូថាឡូក៏ទៅច្បាច់តែក្រូចឆ្មាមកឲ្យណាយកទៅទឹកខ្មុំលាយជាមួយនឹងក្រូចឆ្មាណាខូថាឡូជាអ្នកធ្វើឲ្យរីអូជីក៏យកមកផឹកទាំងសប្បាយចិត្តណាដោយសារតាមបាញ់មិញនេះគ្រាន់ត្រឹមតែជាការយកសពរួចរាល់ហើយលោកយាយក៏ចាំបែកគ្នាណាខូថាឡូមកខាងក្រៅរីអូជីនៅខាងក្នុងនឹងសិនហើយទើបរីអូជីក៏ចូលមកកេះបន្តទៀតនៅថ្ងៃបន្ទាប់រីអូជីក៏មកបន្ទប់មើលថែក្មេងៗដូចដើមថ្ងៃនេះអ្នកគ្រូសាវ៉ាតាលីក៏មកដោយដើមណាយកអូមេដូរីមកផ្ញើហើយអូមេដូរីក៏បែកអាចណាអាចពេញពំភើតទើបរីអូជីត្រូវបដូរពំភើតឲ្យតែអូមេដូរីនេះល្ពើអូនក៏ដើរវាធីងគូទៅណាវាពះណាប៉ាតណៃអាចពេញប្រឡាក់ពេញគូតកណ្ដាពេលនោះក៏មានប្រុសសក់ក្រហមប្រុសមុខរៀងប្រៃចូលមកណាប្តីថ្មីអារីអូជីនេះអាមួយនេះចូលមកក៏លួយក្លិនស្អីគេនោះស្អុយចុយមកហ្នឹងនេះអានេះជំរុំមើលថែក្មេងឬក៏ជំរុំមើលថែអាចនេះរីអូជីក៏ធ្វើមុខមាត់ដូចជាមិនសូវជាពេញជាប្រមាណណានៅទីនេះក៏គឺជាជំរុំមើលថែតងក្មេងឲ្យមានក្លិនអីមានតែក្លិនអាចហ្នឹងឯងវាជារឿងធម្មតារបស់ក្មេងៗមិនថាអញ្ចឹងអីចំណែកអាមួយសក់ក្រហមនេះវិញវាក៏មកស្វែងរកក្មេងមួយឈ្មោះថាមេដូរីណាតែឯងមានស្គាល់អត់រីអូជីកាត់ក្នុងចិត្តណាវាកំពុងតែ3នេះឯងតែវាអត់ប្រាប់ទេ
ទេវាក៏និយាយថាតារកមេដូរីមានការអីមែនអាសក់ក្រហមវាក៏និយាយថាវាគាត់តែចង់ឃើញមុខក្មេងដែលត្រូវជាកូនរបស់វានៅថ្ងៃអនាគតរាវជីក៏ភ្ញាក់ផ្អើលហើយឯប្រងយកអ្នកគ្រូមកអីញ៉ែគ្រូហើយនេះកូនគ្រូវាក៏ប្រាប់ថារាវជីនេះនៅស្ទើរបបិសោច្រើនពេកហើយរាវជីរៀនថ្នាក់ទី10ត្រូវហត់វារៀនថ្នាក់ទី11គេត្រូវជារៀមច្បងឈ្មោះរបស់គេមានឈ្មោះថាអេនូអ៊ីរាវជីប្រាប់ថារាវច្បងឲ្យចុះមិនចុះអ្នកគ្រូមានប្តីហើយឯងនេះចង់ទៅតាមប្រពន្ធរបស់គេមែនអាសក់ក្រហមនេះវាក៏ប្រាប់ថាគ្មានអីពាក់ព័ន្ធមួយគ្នាផងរឿងក្តីស្រឡាញ់នេះវាគ្មានកាត់គូរឿងអាយុកាយនោះឡើយអាសក់ក្រហមនេះវាក៏ប្រាប់ថារឿងអាយុនេះគ្មានអីពាក់ព័ន្ធទេអាយុគ្រាន់ត្រឹមតែជាតួលេខបើសិនណាជាចិត្តរបស់យើងវាសឿងវាគុំតែបានទេតែពេលដែលវានិយាយចប់វាក៏ប្រាប់ថាហាមប្រាប់ពីណាគេរឿងដែលវាទៅញ៉ែគ្រូនេះកុំប្រាប់គេមិនយូរប្រហែលក្មេងៗហ្នឹងក៏មកបោកសាលាគ្រប់អស់ណាលោកយោឈីហៀតូក៏មកដូចគ្នាដែរទៅខាងរាវជីក៏សួរពាក់ព័ន្ធជាមួយអ្នកគ្រូសាវ៉ាតាលីនឹងឯងតើប្តីរបស់គាត់ហ្នឹងស្លាប់ហើយមែនអត់បាទតាមប្តីរបស់គាត់នៅរស់អត់ទៀតនៅមានមនុស្សកំពុងតែចង់ពាក់ព័ន្ធជាមួយអ្នកគ្រូលោកយោឈីហៀតូក៏ប្រាប់ថាប្តីរបស់គាត់នៅទេតែហាក់ដូចជាគាត់តែធ្វើការនៅឆ្ងាយទៀតណានៅតាមបណ្ដាប្រទេសទៅគាត់ហ្នឹងអត់បានរស់នៅជាមួយប្រពន្ធនឹងឯងដល់យើងក៏ធ្វើឲ្យរាវជីជឿជាក់ណាថាបើសិនណាជាអសក់ក្រហមធ្វើបែបនោះវានឹងខ្លាយទៅជាសហាយគេនឹងឯងទៅវាក៏យករឿងរ៉ាវមួយនេះទៅពិភាក្សាជាមួយនឹងហាយាតូតែហាយាតូអត់ចង់ឈឺក្បាលជាមួយនឹងរឿងអស់នេះនោះឡើយគាត់នៅតែឈឺក្បាលហ្នឹងរឿងពីណាគេអ្នកចាប់ការតែខ្លួនឯងទៅខាងរាវជីក៏អត់ដឹងដូចគ្នាដែរព្រោះថាគេត្រូវបានស្ដីឲ្យថាគេហ្នឹងគឺជាមនុស្សស្ទើរបបិសោតខ្លួនគេហ្នឹងក៏អត់សូវយកពាក់ព័ន្ធជាមួយនឹងរឿងស្នេហាប្រហែលទេដូចជាអូនសក់ខ្លីដែលអង្គុយក្បែរនេះមានឈ្មោះថាអូឈីម៉ារុចាំងម្នាក់ស្រីនៅក្នុងថ្នាក់នេះហ្នឹងចាត់ទុកថាជាមនុស្សស្រីតែម្នាក់ដែលស្អាតជាងគេនៅក្នុងបន្ទប់ហ្នឹងក៏ប៉ុន្តែសម្រាប់រាវជីនេះវិញអូនសក់ខ្លីមួយហ្នឹងហាក់ដូចជាមនុស្សស្រីធម្មតាទូទៅមើលទៅប្រហែលដល់តែប្រុសហ្នឹងបានវាមើលឃើញថាស្អាតណាខាងអូសក់ខ្លីនេះវិញហាក់ដូចជាក្រាស់ទៅលើខាងរាវជីណាពេលដែលឃើញរាវជីសម្លឹងគេមកបែបនេះក៏គិតវែងឆ្ងាយគិតដល់ណាដល់ណីហីក៏ហមឲ្យឡើងពេញមុខហើយរាវជីមើលមកគេបែបនេះបើឲ្យជារាវជីចាប់អារម្មណ៍មកលើគេមែននេះលុះពេលដែលរៀនចប់រាវជីក៏ចូលមកបន្ទប់មើលថែក្មេងៗណាក៏ពោលតែឃើញក្មេងៗលេងជាមួយនឹងអាសក់ក្រហមនេះវេបហានេះប្រើទឹកសម្បោពីពេញហ្នឹងរាវជីក៏ហៅក្មេងៗមកណាប្រាប់ថាកុំធ្វើអញ្ចឹងក៏ទៅធ្វើបាបបងប្រុសអញ្ចឹងមើលអាសក់ក្រហមក៏ដើរចូលមកស្ថិតបន្តទៅឲ្យខាងរាវជីនេះឯងមិនក៏មិនប្រាប់យើងថាផ្សេងស្រីម្នាក់នេះក៏គឺជាមេដូរីចាំងហើយចោះពេលប្រកខែតអីបានជាកុហកគេរាវជីក៏ប្រកែកទៅវិញប្រាប់ថាគេក៏មិនបានប្រាប់ថាមិនមែនផងហ្នឹងថែមទាំងរឿងដែលខុសគឺជាឯងទេឯងនេះខុសពេញតែម្ដងការដែលឯងទៅដណ្ដើមប្រពន្ធរបស់គេនេះវាមិនមែនជារឿងត្រឹមត្រូវទេណាអាសក់ក្រហមវាក៏ទទួលស្គាល់ណាតែឲ្យវាធ្វើមិនទៅបើប្តីរបស់ខាងអ្នកគ្រូវ៉ាសាលីអីគេហ្នឹងបានបាត់បង់ជីវិតទៅហើយហ្នឹងហើយតែហេតុការណ៍មួយនោះខ្លួនវាហ្នឹងក៏ចង់ធ្វើជាទីពឹងទៅឲ្យខាងអ្នកគ្រូវ៉ាសាលីទាំងតែវាហ្នឹងនៅរៀនឡើយណាលាបាតដៃសុំលុយម៉ែឡើយទេតែក៏ចង់ធ្វើជាទីពឹងពាក់ឲ្យខាងអ្នកគ្រូនៅចង្វាក់មួយហ្នឹងអ្នកគ្រូសាវ៉ាតាលីក៏ដើរចូលមកទៅបន្ទប់ចូលមករកកូនស្រីមេដូរីរបស់គាត់អាសក់ក្រហមឃើញបែបនោះមុខវាហ្នឹងក៏ក្រហមដោយសក់ហ្មងដើរចូលមកពឹងចូលមករកអ្នកគ្រូប្រាប់ថាអ្នកគ្រូបាទអ្នកគ្រូខ្ញុំមានរឿងចង់ប្រាប់អ្នកគ្រូបាទអ្នកគ្រូសាវ៉ាតាលីក៏ផ្ទះផ្អាណាមានរឿងអីគេមែនចាអាមួយវាក៏ដើរចុះទៅចាប់ដៃអ្នកគ្រូណាខ្ញុំចង់បានអ្នកគ្រូបាទម៉ែទេវាក៏បានប្រាប់ថារឿងក្នុងចិត្តវាចេះចោះមួយចោះពីរចេះទៅក៏ប៉ុន្តែថាអូមេដូរីហ្នឹងបានយំមកមុនតែអ្នកគ្រូក៏ចុះមកលួប្រាប់ថាអត់អីទេណាមេដូរីចាងថ្ងៃនេះប៉ាក៏បោកផ្ទះវិញណាចាំម៉ាក់នាំទៅជួបប៉ាវិញរបបកាយស្អីគេហ្នឹងអាសក់ក្រហមភ្ញាក់ផ្អើលមានប្តីនេះប្តីអត់តន់ស្លាប់ទេសរុបទៅអាមួយហ្នឹងវាក៏ស្ពឹកតិចណារៀងស្ពឹកមុខតិចអង្គុយអស់ព្រលឹងរាវជីឃើញរៀនច្បងសោកសៅក៏ចូលទៅលួងរៀនច្បងគឺជាមនុស្សសង្ហាហើយក៏ជាមនុស្សដែលពូកែតែអាសក់ក្រហមក៏និយាយវិញថារាវជីទៅវិញទេដែលគឺជាមនុស្សពូកែអាចមានសមត្ថភាពមើលថែក្មេងៗទាំងអស់នេះបើជាមនុស្សធម្មតាវិញធ្វើតែមិនរួចទេលុះពេលថ្ងៃបន្ទាប់ក្មេងៗហ្នឹងក៏នាំគ្នាលេងជាមួយនឹងគ្នាណាហាក់ដូចជាលេងធ្វើ Power Ranger ក៏ប៉ុន្តែមើលទៅហាក់ដូចជាខាងអូនខារៀងចាំងនេះអត់ចូលរួមលេងជាមួយទេមានតែគោរូបអីមិនដឹងនោះឡើយអូនក៏ប្រាប់ថា Power Ranger Hero ទៅខួរក្បាលនេះអន់ម៉ែរបស់ក្មេងលេងហ្នឹងនេះអូខារិនលេងអានេះមេធ្មប់តូចមេដូរីជីនមានប៉ាត់ថែទៅអូននិយាយប្រើកាយវិការទឹកមុខរឹងរស់និយាយប្រាប់ថាពេលដែលអូនធំទៅអូនចង់ធ្វើជាគ្រូសាលារបស់អុកហ្វតអូនណាមានក្តីសម័យថាកាក់ខុងចូលចិត្ត Power Ranger ក៏ប្រកែកថាអត់ទេមេធ្មប់ទៅវិញទេដែលអត់មានប៉ាត់ Power Ranger Hero មានប៉ាត់ដល់ចឹងក៏ធ្វើឲ្យអូនអូទាំងពីរឆ្លោះគ្នាទៅវិញទៅមកថា Hero របស់បណ្ណាគេមានប៉ាត់មិនមានប៉ាត់ខាងថាកាក់ខុងក៏បានយករូបឲ្យមើលថាខ្លួនគេនឹងបានផុសជាមួយនឹង Power
Power Ranger នេះមើលនេះ Power Ranger ពិតៗវាក៏សួរទៅខាងខារៀនចាងវិញថាតើខារៀនចាងហ្នឹងមានរូបជាផុសតាងអត់គ្រាន់តែជាអាកដាស់ដែលគូថោកអន់ចេះហ្នឹងវាមិនអាចយកមកធ្វើជាផុសតាងបានទៅណែខារៀនចាងខារៀនចាងនេះដូចជាចង់យកមកក៏ប្រចាំផ្កាច់វិញថាគេមានផុសតាងចាំមើលចាំគេហ្នឹងជីអំបោះហោះអីមើលគ្រប់គ្នាក៏ជិះមកខាងក្រៅចាំមើលអូនខារីចាងជីអំបោះហោះហើយអូនខារីចាងនេះក៏ព្យាយាមជីអំបោះហោះហ្មងព្យាយាមហោះយ៉ាងណាវានៅតែអត់ហោះថាកាក់ខុងក៏ប្រវល់មិនចុះតែខាងក្នុងណាខារៀនចាងធ្វើមិនបានទេលោកយោឈីហេតូប្រាប់ថាតាតិចទៅនឹងខារៀនចាងបោះបង់ចោលដល់ខ្លួនឯងហើយតោះពួកយើងចុះតែខាងក្នុងរាវជីក៏យករឿងរ៉ាវមួយនេះទៅពិភាក្សាជាមួយនឹងប្តីរបស់គេណាប្តីរបស់គេប្រាប់ថានិយាយការប៉ັດទៅវាក៏អត់មានទាំងពីរនោះអីគ្រូធ្ពប់ក៏អត់មានផុសរេនជើក៏អត់មានរាវជីក៏ប្រាប់ថាធ្វើយ៉ាងអត់បានទេក៏គាត់របស់យើងកំពុងតែនៅក្មេងកំពុងតែមានក្តីសម័យប្លែកឲ្យក្មេងៗនេះមានក្តីសម័យខ្លះមើលទៅពួកគេក៏ដើរមកជួបជាមួយនឹងអ៊ីណូវតានាងសក់ខៀវណាហើយក៏បបពិភាក្សាអ៊ីណូវតាក៏ប្រាប់ថាអូខេចាំគេនឹងជួយចាំគេទៅស្វែងរកសៀវភៅដែលធ្វើជាផុសតាងថារឿងទាំងអស់ហ្នឹងវាគឺជាការប៉ັດណាតែព័ត៌មានដែលនាងរោមកហ្នឹងវាហាក់ដូចជាមិនបានជួយអីប្រហែលណាវាគឺជារឿងព្រេងនិទានពាក់ព័ន្ធជាមួយនឹងការដុតមនុស្សទាំងរស់អីចឹងទៅដូច្នេះអត់អាចយករឿងរ៉ាវទាំងអស់នេះទៅឲ្យពួកក្មេងៗស្ដាប់នឹងមើលនោះឡើយកាត់ឆាកមកមើលខាលោកហៃជីតូនេះវិញបខំឲ្យអូនខារៀនចានឹងចូលមកខាក្នុងថ្នាក់វិញមកតែអូនខារៀនចាអត់ព្រមទេអូននៅតែចង់ជិះអំបោះឲ្យហោះឲ្យបានយកដៃចាប់ឈើអំបោះហ្នឹងដល់ថ្នាក់ជោគគូទៅនោះទេបណ្ណាវាក៏មិនព្រមហោះដែររួចពេលហ្នឹងហាក់ដូចជាអូសង្កេតមើលឃើញខាងកម្មចនារៀងខ្ពស់ណាគិតថាបើសិនណាចល័តទៅខាងលើហ្នឹងប្រហែលជាអាចហោះបានខ្ពស់ចឹងហ៎អាមិនទេនេះបានចាប់ជាតិសាជាថ្មីជាងខានេះអូនខារៀនចាងចាប់ដើមលពឹសហើយស្នាមល្អតែបានរាវជីជុំមកត្រតណាដែលសាតែគេឃើញមកពីចម្ងាយណាក៏ប្រញាប់ជុំមកជួយអូនខារៀនចាងនេះក៏យំណាអាឈើបងចូលគូតឈឺចូលងាប់ហើយឥឡូវមកធ្លាក់មកពីលើខ្ពស់ទៀតខណៈពេលហ្នឹងលោកយាយនាយកសាលាក៏មកឃើញល្មមណាជុំមកសួរថាកើតអីមែននោះក្មេងតាគៀននោះយំធ្វើអីខារៀនចាងក៏យំប៉ាត់នេះវាថាអំបោះវាដៃហោះបានទេចាលោកយាយក៏និយាយថាមែនថានេះអំបោះផ្ទះវាមិនមែនហោះបានហ្នឹងទេអំបោះផ្ទះបណ្ដាគេកំណៃហោះបានទេហើយមកយំប៉ាត់ណាអញ្ចឹងនេះលោកយាយក៏និយាយខកណាប្រាប់ថាចៅឯងនៅរៀងអាយុតិចពេកដូច្នេះមិនអាចហោះបានទេ100ឆ្នាំទៀតក៏នៅតែហោះបានដែរទៅខារៀនចាងក៏សួរទៅវិញថាហេចុះលោកយាយអាចហោះបានអត់ចាលោកយាយប្រាប់ថាគាត់ទាំងក៏មិនដឹងដូចគ្នាដែរក៏ប៉ុន្តែពេលនេះគាត់ត្រូវការឲ្យខារៀនចាងចូលទៅក្នុងថ្នាក់សិនទៅអូនក៏បានគិតថាបើសិនណាជាអូនធំទៅអូនគឺជាលោកយាយអូនប្រហែលជាអាចហោះបានហើយទាំងខារៀនចាងជាមួយនឹងថាកាខូងក៏រត់មកលេងជាមួយនឹងគ្នាវិញណាដោយសារតែពួកគេឃើញថាលោកយាយមានរូបរាងប្រកបពួកគេគិតថាលោកយាយអាចជាមេធ្ពប់កថាបានលុះពេលថ្ងៃបន្ទាប់រាវជីក៏មកបន្ទប់មើលថែក្មេងៗតាមធម្មតាគេក៏ប្រាប់ទៅលោកយោឈីហេតូប្រាប់ថាពេលថ្ងៃត្រង់មកសម្រាប់ហ្នឹងគេអត់បានមើលថែក្មេងៗទេព្រោះគេជាប់របបធ្វើកិច្ចការផ្ទះពាក់ព័ន្ធជាមួយនឹងវិជាគីមីអីម្ដងរបស់គេនោះឡើយនិយាយចប់រាវជីក៏ដើរចាក់ចេញទៅក៏ប៉ុន្តែនៅពេលមកសម្រាប់ថ្ងៃត្រង់ហាក់ដូចជាពួកក្មេងៗឃើញបាយប្រអប់ដែលរាវជីទៅព្រឹកមិញអត់បានយកទៅលោកយោឈីហេតូថានឹងញ៉ាំតែខ្លួនឯងបើសិនណាជាអត់មកយកវិញតែអូនខុសថាឡូអូនទាញជើងធ្វើភ្នែកប៉ំប្រាប់ថាចាំអូនជាអ្នកយកតែឲ្យបងប្រុសខ្លួនឯងលោកយោឈីហេតូហាក់ដូចជាបញ្ជូនឲ្យទៅងាប់ណាទៅរួចអត់នេះប៉ិនកូនដៃនេះគាត់ក៏បានសរសេរឈ្មោះឲ្យណាហើយបើសិនណាជាដើរតាមផ្លូវអត់ស្គាល់ផ្លូវទេអាចសួរអ្នកផ្សេងបានគាត់សរសេរឈ្មោះរាវជីថានៅបន្ទប់ណាហើយអូនខុសថាឡូក៏ទទួលបានណាក៏បញ្ញាប់ចាក់ចេញក៏ប៉ុន្តែថាលោកយោឈីហេតូហាក់ដូចជានៅបារម្ភណាគាត់ក៏នឹកឃើញអាសក់ក្រហមដែលដើរកាត់នៅគេនោះក៏ប្រើឲ្យវិញមកធ្វើការឲ្យបន្តិចខាងអូនខុសថាឡូខំក៏ដើរទៅរឿយៗណាពេលណាគេដើរមកឃើញអូនដើរកាត់ហ្នឹងក៏និយាយថាអូនលខ្ជូតគួរឲ្យស្រឡាញ់ហើយអូនក៏ទៅជួបជាមួយនឹងឧបសគ្គដ៏ធំឧបសគ្គសំខាន់តែម្ដងនោះក៏គឺជាកម្មចន្ទើខ្ពស់ជាងអូន10ដងនេះឡើងទៅរួចអត់នេះពួកបងក៏ចង់ចូលទៅជួយតែអូនប្រាប់ថាអត់ព្រមទេអូនចង់ឡើងទៅខ្លួនឯងអូនចង់យកបាយប្រអប់ឲ្យបងប្រុសចំណែកអាសក់ក្រហមដែលមកទីនេះហ្នឹងគឺវាត្រូវបានគម្រាមដោយរូបរបស់អ្នកគ្រូសាវតាលីឲ្យគេនឹងមកជួយមើលថែអូនបើសិនជាអូនមានបញ្ហាអីមកជួយមើលថែមកជួយការពារផងគេក៏ឈរសង្កេតការហើយអូនខូថាឡូក៏ឡើងកម្មចន្ទើម្ដងមកកម្មចំណែកខាងរាវជីវិញពេលនេះដឹងខ្លួនណាថាបានយកបាយប្រអប់មកអោបាយប្រអប់ទៅណាឯអូបេនតូរាវជីក៏ចាំថាគេបានយកមកពីប្រទេសហើយណាឬក៏គេភ្លេចនៅកន្លែងមកថែក្មេងៗអញ្ចឹងតែថាអូនសក់ខ្លីដែលអង្គុយក្បែររាវជីហ្នឹងក៏បានស្ដាប់ឮនាងណាក៏លួចក្រាស់រាវជីយូរដែរក៏បានដើរចូលមកនេះរាវជីភ្លេចយកបាយប្រអប់មកមែនអូអញ្ចឹងយកបាយប្រអប់របស់គេអត់ទៀតបាយប្រអប់របស់គេហ្នឹងតូចបាត់ថាគេញ៉ាំបានបន្តិចមែនតែញ៉ាំរបស់គេអត់យកទៅនេះពួកម៉ាប្រុសក៏ងាកមករាវជីហេរាវជីអត់បានទេត្រូវតែដើមស៊ីនខាងរាវជីជាមនុស្សដែលលើគឺណាក៏បដិសេធប្រាប់ថាអត់យកទេអូនសក់ខ្លីញ៉ាំទៅខាងពួកប្រុសក៏ចូលមកទៅដើមសៀងណាអូរាវជីភ្លេចយកបាយប្រអប់មកមែនទេយកទៅនេះអូម៉ែបាយប្រអប់ពេញតុកសរុបទៅរាវជីបានបាយមកពេញតុកណាវាស៊ីសើតែអត់ចង់អស់ប្តីរបស់វាហើយតោក៏ប្រាប់ថាល្អហើយណាដំបូងឡើយយើងចង់ឲ្យឯងហ្នឹងញ៉ាំយើងវិញណារាវជីអ
อดบานเนี่ยนะมีมาอ้อยได้อ้อยเชิงกินนาทีนี้กัดฉะบอกค้างโอนโคทาโร่โอนกอก่อนปองแต่ล่างเลือกกำอย่างเด้อนะในแต่ตอนต่อที่ต้มแต่ล่างมาประมาณจวนนี่บองวิ่งเคลียร์ใบงบจีของค้านี่โอ้เพียเยี่ยมล่างแต่ค้างเลือกยาหลบบ้าตายไปนั่นก็มีเหมือนเดิมดาวมาโป๊ะโอ้แล้วนะทั่วใบป้อมได้ระบอโอ้นั่นก็ละเมียจอมโมกตายกับบ้าซอกกับหอมชมมาช่วยเวียกับเธอคลวนต่อยเมื่อเตออัดกล้วย2 สายประมาณนั่นอยู่กับดามาคงกับบ้าเพียบท่าโอ้เพราะมันไอ้จำปอพระช่วยต่อเติมบกเตี้ยเพียเยี่ยมล่างกัดฉะมาค้างริวชีไว้เป็นนี่พี่ก็สีใบใช้แต่นางกับปงกอยเธอกางเงี้ยตายมันก็ใส่ใหญ่ท่าริวชีนี่มีมันมาโรเนี่ยโอ้พอไอ้เนี่ยริวชีกับดามาโรเอานี่คือจีโคทาโลคุงโอ้อยู่ใบป้อมมาเอาเคยเห็นหรอบอกกัดบองใช้ได้เยอะเรียวจีซีกับจะไอ้เท่านั้นก็ปันตายท่าบัสนาจะเก็บปรับเตยพระองค์พระบอกเก็บโอพระบอกเก็บประกอบจีออนจะเทียมมาคันโอนคอมเวียลากรรมอย่างดามอยาหลบบ้าเติมเกก็เหาะเธอท้าขลุ่นบ้องปัจจิเคลียนครั้งนะกับพงคอยจามย้อยเนี่ยปัจจิออกนโอนโคทาโลครั้งเหม็นเต้นถวยมัดงาตึกพนัยโหสระมาโอ้ยเรียวจีบองพระบอกไซล์ล้อพวกยังคอมไอใบวิซีแต่อย่างชนะนี่เป็นจองซีเตียนไหมเนี่ยเติมเรียวจีก่อนนอนพระองค์พระบอกเก็บหมอนคอยยามใบแต่ปีเนี้ยพระองค์พระบอกเก็บนั่นก็ตอนยามใบได้โอนตัวโคทาโลก็เคลียนนะคอยยามใบอย่างมีกระไดซอกเลยไทยบางทពួកស្រីៗក៏បង្កយញ៉ាំបាយនិយាយគ្នាពាក់ព័ន្ធជាមួយនឹងរឿងស្នេហាសួរតើអូនសក់ខ្លីនេះលំដាប់ថប់នេះសួរទៅថានេះយ៉ាគីចាំងហេតុអីបានជាចូលចិត្តរីអូជីចឹងហាយូគីចាំងនេះមុខអាឡាក្រហមតែប្រាប់ថានេះបេកននិយាយចឹងប្រយ័ត្នតារីអូជីបើស្ដាប់ឮគេគិតវែងឆ្ងាយណាកុំនិយាយលឺមកខាងពួកស្រីៗក៏និយាយថារីអូជីក៏គឺជាប្រុសម្នាក់ដែលមុខគួរឲ្យស្រឡាញ់ណាហើយតម្រុកមុខវែអាឡើងខ្ជូតតែម្ដងយូគីចាំងក៏មកអង្គុយកាត់ណាអោមិនក្រាស់ដែរមែននេះគិតថាមានតែគេម្នាក់ឯងដែលអង្គុយក្រាស់ណាហើយក្រោយពីរីអូជីខងក៏នៅមានហាយតោខងដែរណោះម្នាក់នេះក៏សង្ហាបែបខោខើសង្ហាបែបកាច់បែបលក្ខណៈថែបនារីណាក៏ចាត់ទុកថាប្រាការបានលំដាប់ SSR ណាតែបាត់ក៏ប្រាប់ថាយូគីចៅចាំបាច់ភ័យទេគេអត់តែធ្វើបន្លាបន្ទាក់តែក្នុងបេះដូងរបស់យូគីនោះឡើយមិនថាយ៉ាងណារីអូជីក៏គូជាមួយនឹងហាយតោខងណាអត់បើកភ្នែកមកមើលពួកស្រីៗដូចយើងនោះទេប្រឡែងឲ្យយូគីចាំងស៊ូតែម្នាក់ឯងតែចោះហាក់ដូចជាពួកស្រីៗជក់និយាយពេកយោឡើងតែពាក់ព័ន្ធជាមួយនឹងនាងសក់ខៀវពួកហ្នឹងក៏ដល់គ្នានិយាយដើមណាប្រាប់ថាម្នាក់នោះហ្នឹងចូលចិត្តទៅលើរីអូជីដែរមែនតែចូលចិត្តនៅក្បែររីអូជីរហូតតែមកទៅក៏ប្រហែលជាមិនអាចនោះទេនាងស្រីម្នាក់នោះឈួតនឹងការរៀនសូត្រចុងអប់ឯហ្នឹងហើយនៅខ្លួនតែម្នាក់ឯងរហូតហើយមែនហើយនាងសក់ខៀវនោះក៏ដើរកាត់មកបន្ទប់ថ្នាក់ល្មងឮពួកនេះនិយាយដើមនាងក៏ជេរស្ដីមកខាងក្នុងប្រាប់ថានិយាយដើមគេហ្នឹងឲ្យមើលមុខមើលក្រោយផងកុំចេះតែនិយាយគេឮបែបនេះហើយចែសក់ខៀវនោះក៏គៀសគូដើរកាត់ទាំងមុខហាយតោនឹងរីអូជីទៅបាត់ទៅខាងហាយតោក៏ហៅពួកម៉ាក់រីអូជីរបស់គេណែរីអូជីមើលគូរបស់ឯងមើលនោះគូតរបស់ឯងសំដៅទៅលើ sticker ដែលជាប់នៅហ្នឹងត្រូវបានពួកក្មេងៗធ្វើបាបមកដឹងខ្លួនទៀតនេះត្រូវឲ្យយើងនេះមើលថែគូតរបស់ឯងទៀតអីឡប់ចុយម៉ែខាងនាងសក់ខៀវដើរចេញមកនាងក៏ដើរបដាគិតបដាឆ្ងល់បដាខឹងបដាមានមនុស្សស្ដីឲ្យនាងថានាងអត់ចេះមានស្នេហាតាមពិតទៅខួរក្បាលរបស់នាងហ្នឹងក៏មានអាការកាត់ចឹងដែរវាក៏មានរីវអាជានៅក្នុងខួរក្បាលរហូតតែនាងក៏នៅតែបែងចៃអត់ដាច់រហូយបុកអៀននៅយ៉ាងបាក់មួយហ្នឹងនាងក៏ដើរមកជួបជាមួយនឹងអូនខូថាឡូខុងជាមួយនឹងអូនខារៀនចាំងក៏សួរទៅបងស្រីថានេះបងស្រីហេតុអីបានជាបុកបងស្រីក្រហមបែបនោះចាយីណូមីតាក៏ប្រកែកទៅវិញថាមុខគេបានក្រហមផងហ្នឹងនិយាយអីគេរបស់នាងនេះអូនខារៀនចាំងយ៉ាប់អើយយំប៉ាតាប៉ាតណៃអើយីណូមីតាក៏ប្រាប់ថាចង្កេនបំទៅថ្នាក់វិញអូកុំយំណាអូនខារៀនចាំងប្រាប់ថាកាត់តែគេមកខាងក្រៅនេះមកប្រមូលបងស្រីឲ្យទៅលេងជាមួយនឹងអូននាងសក់ខៀវប្រាប់ថាអត់បានទេពេលនេះអត់បានទេពេលនេះនាងនៅមានម៉ោងរៀននៅឡើយខារៀនចាំងក៏យំទៀតទេណានេះបងស្រីស្អប់ទៅលើអូនអូននេះក្បាលខៀវប្រាប់ថាអត់បានស្អប់ទេតែលេងជាមួយគ្នាអត់កើតឡើយខារៀនចាំងក៏សួរតទៀតថាអោពេលក៏មកលេងជាមួយនឹងអូនអត់បានអញ្ចឹងឬមួយក៏បងស្រីស្អប់ទៅលើបងរីវជីមែនបងប្រុសបោះខូថាឡូខុងខូថាឡូខុងមើលទៅហាក់ដូចជាភ្ញាក់ផ្អើលណានេះបងស្រីម្នាក់នេះស្អប់ទៅលើបងប្រុសបោះគេចឹងហ៎នេះក្បាលខៀវមុខក្រហមក៏និយាយថាអត់ទេអញចូលចាត់អត់ទេអត់បានស្អប់ទេអូនខារៀងចាំងក៏គឺជាក្មេងឆ្លាតទៅណោះប្រាប់ថាចឹងបងអត់ស្អប់មានន័យថាបងស្រីចូលចិត្តបងរីអូជីចឹងអ្នកបាខៀវបកៃថាបានចូលចិត្តអីពេលណាគេតែចូលចិត្តរីអូជីអញ្ចឹងហាឈើបានចូលចិត្តទេបងអូនក៏ដល់គ្នាសរុបថាបងស្រីហ្នឹងប្រហែលជាស្អប់ទៅលើបងរីអូជីជាមិនខានទេថារឿងចឹងក៏ប្រាប់តែខូថាឡូខុងតោះចឹងពួកយើងជួយបងស្រីម្នាក់នេះឲ្យឃើញភាពលុយរបស់បងរីអូជីណោះខូថាឡូខុងក៏អូខេណាពួកក្មេងៗទាំងពីរនាក់ហ្នឹងក៏នាំនាងសក់ខៀវទៅបន្ទប់របស់ខាងរីអូជីមកដល់បន្ទប់ថ្នាក់ហើយអូនខារៀងក៏ប្រាប់ឲ្យខូថាឡូខុងទៅរករីអូជីហើយធ្វើយ៉ាងម៉េចក៏បាន
បានដែរធ្វើឲ្យបងរីអូជីមើលទៅរៀងចេះរៀងសង្ហាណាកូតាឡូខុងក៏បើកបន្ទប់ថ្នាក់ដើរចូលទៅរកតែលួងឲ្យបងរីអូជីចូលមកអោបណារីអូជីក៏ចាប់បីឡើងមកខារីចាំងក៏សួរទៅថាមិនហើយបងស្រីបងរីអូជីមើលទៅចេះរៀងសង្ហានៅអ៊ីណូមេតាក៏និយាយថាមើលទៅក៏គួរស្រឡាញ់ដែរតែចូលចិត្តតាមចិត្តបន្តិចខារីចាំងក៏យល់ហើយថាបងស្រីហ្នឹងត្រូវការឲ្យបងប្រុសហ្នឹងមានទឹកមុខរៀងកំោះកំបីបន្តិចមែនអត់ចាខារីចាំងក៏រត់ចូលទៅរកដល់ខ្លួនឯងប្រាប់ឲ្យបងរីអូជីនេះជួយវាយក្បាលអូនតិចមើលរបៀបដាក់ទោសទៅលើអូនធ្វើឲ្យបងប្រុសហ្នឹងខ្លាយទៅជាមនុស្សដែលរាងកាយរៀងខូខើតិចណាតែរីអូជីអត់តមកវាយផងណាប្តីរបស់វាអាហាយតោមកផ្ទះក្បាលពូណែនេះចង់ឲ្យផ្ទះខ្លាំងមែនខារីចាំងក៏យប់ប៉ាដេមករករីអូជីខារីចាំងប្រាប់ថាមិនអញ្ចឹងទេចង់ឲ្យបងរីអូជីវាយតែម្នាក់ឯងទេកាលតែអូនធ្វើបែបនេះអូនចង់ឲ្យបងរីអូជីត្រូវគ្នាជាមួយនឹងចាស់អ៊ីណូមីតារីអូជីក៏ភ្ញាក់ផ្អើលហ่าអ៊ីណូមីតាចឹងហាមិននៅនេះដែរមែននេះសក់ខៀវក៏តាក់ទៅណាអូនខារៀនចាំងក៏សួរទៅបងស្រីបងស្រីចូលចិត្តទៅលើបងរីអូជីមែនអត់ចាសួរបែបនេះក៏ស្ទះខ្យល់នេះសក់ខៀវនេះក៏មុខអាឡាក់ក្រហមនេះក៏ប្រាប់ថាវាមិនអាចទៅរួចក៏បញ្ញារត់ចាក់ជ័យទៅសិនហើយខ្វះគេរីអូជីឃើញបែបនោះក៏បញ្ញារត់តាមពីក្រោយណារត់ទៅចាប់ដៃម៉ប់អ៊ុយមានប្រុសសង្ហាមកចាប់ដៃមិនតងថាក៏ដោះតែអើតក៏មើលណាមានរឿងអីកើតឡើងហ่ะមុខបបួរនេះអ៊ីដាក់ចាត់ខែអេមានច្បាស់ចេះហើយរីអូជីក៏បាននិយាយរឿងក្នុងចិត្តរបស់គេចេញទៅណែហ៊ីណូមេតាសាំងនៅគួររបស់នាងវាមាន sticker ក្មេងៗបានបិទលបកាចរត់ទៅមកពីចម្ងាយសារតែរឿងនេះទេអីស្រីនៅក្នុងថ្នាក់បថ្នាក់ធូចិត្តណាសំណាងល្អប៉ាត់មែនដែលរីអូជីគឺជាមនុស្សលើកើបែបនេះសំណាងល្អប៉ាត់មែនខាងនាងក្បាលខៀវក៏បញ្ញាប់ដើរចាក់ចេញមកណាស្អីគេនេះអារីអូជីឈួតឬគួររបស់យើងមិនចាប់អីមកចេះដឹងអីបធោអីមើលមុខឡើងក្រហមពេញមុខហ្នឹងនេះដូចដើរត្រូវថ្ងៃអញ្ចឹងពីណាគេទៅចូលចិត្តស្រឡាញ់មនុស្សបែបនោះទៅនេះស្អប់ចង់ងាប់អីក្រោយពេលបន្ទាប់មករយៈពេលច្រើនថ្ងៃច្រើនខែតែម្ដងពេលនេះក៏ចូលដល់រដូវត្រជាក់ណាធ្លាក់ប្រើធ្លាក់អីនៅរដូវត្រជាក់ហ្នឹងក៏មាន event មួយដែលគឺជា event សំខាន់ណាដែលអូខូថាឡូចូលជាមែនតែនហើយនោះក៏គឺជាថ្ងៃ Christmas មែនហើយអូខូថាឡូដើរកាត់ទៅឃើញអត់បានទេអូខូថាឡូចូលចិត្ត Santa Claus ខ្លាំងមែនតែនលោកតាសក់ពុកមាត់វែងហ្នឹងប្រកាសជាយកកាដូមកឲ្យអូនហើយក៏មិនមានតែអូខូថាឡូម្នាក់តែប៉ុណ្ណោះដែលចូលចិត្តក៏មានថាកាខុងដែលរងចាំលោក Santa យកកាដូមកឲ្យនៅថ្ងៃនោះយោជីហេតក៏និយាយលេសហើយដាក់ថាកាខុងនិយាយថាកាខុងនោះគ្មានថ្ងៃបានកាដូពី Santa ទេព្រោះថា Santa គេឲ្យតែកាដូទៅក្មេងៗល្អៗតែប៉ុណ្ណោះសម្រាប់ក្មេងអាក្រក់ដូចជាថាកាខូននេះគ្មានថ្ងៃទទួលបានទេថាកាខូននេះក៏ទឹកភ្នែកអាលេងកលងអូនក៏គឺជាក្មេងល្អដែរបាទអូនចង់ជួប Santa ថាកាខូនក៏យំប៉ាតដីរត់ទៅរកបងប្រុសប្រាប់ថាបងប្រុសតាថ្ងៃគ្រីស្មាសលោក Santa មកផ្ទះរបស់យើងអត់បាទបងប្រុសក៏ប្រាប់ទៅថា Santa មានមកពីណានោះម៉ែអីតែយកកាដូមកឲ្យក្បីអត់បាទរីអូជីចូលទៅបាត់មាត់កុំនិយាយអញ្ចឹងមើលយ៉ាក្មេងៗបាត់បងក្តីសម័យខូតាឡូក៏ចូលតែលួងមិត្តភក្តិរបស់គេណាSanta ប្រកាសជាមករកយើងជាមកខានពេលវេលាក៏កាន់តែគៀកទៅហើយទាំងក្មេងៗណាព្យាបាលនោះក៏មានការរំភើបញាប់ព្រោះថាចិត្តដល់ថ្ងៃបងគ្រីស្មាសហើយរីអូជីពេលនេះក៏កាន់តែកាត់ច្រើនព្រោះថាខ្លួនគេត្រូវយកកាដូទៅឲ្យខាងប្អូនប្រុសហើយខ្លួនគេក៏ត្រូវតែបន្លងខ្លួនធ្វើជាSantaណាទៅរីអូជីក៏យកកៅអៅមកយកតែពេញពុយពោះណាបិទភក្តិរបស់គេសួរទៅថារីអូជីកំពុងធ្វើឈួតអីហ្នឹងរីអូជីក៏ប្រាប់ទៅថាគឺគេត្រូវការ surprise ប្អូនប្រុសរបស់គេព្រោះថាតាមធម្មតាពុកម្ដាយរបស់គេគឺជាអ្នកធ្វើក៏ប៉ុន្តែពេលបច្ចុប្បន្នពុកម្ដាយរបស់គេលែងនៅហើយទៅខ្លួនគេត្រូវធ្វើរឿងរ៉ាវមួយនេះជំនួសខាពុកម្ដាយបាត់ភ័ក្រណាកណ្ដោគ្នាទៅគ្នាលេងក៏លោកអូយរីអូជីនេះក៏ពិតជាបងប្រុសដ៏ល្អខ្លាំងមែនទែនក៏ប៉ុន្តែថារីអូជីក៏នៅតែមានបញ្ហាព្រោះថាឈុត Santa Claus ហ្នឹងគឺវាមានតម្លៃថ្លៃខ្លាំងពេកគេក៏គ្មានលុយតែទិញនោះឡើយទៅបាត់ភ័ក្ររបស់គេកណ្ដោគ្នា check នៅក្នុង website ឲ្យថាតម្លៃប៉ុណ្ណាចុះរីអូជីហ្នឹងអត់មានទូរស័ព្ទប្រើប្រាស់ទេអីមែនតានេះក្រែកទូរស័ព្ទរបស់រីអូជីខូចនោះអីចុះមិនក៏មកសុំខាងគ្រូនាយកសាលាទៅរីអូជីក៏ប្រាប់ទៅថាអត់ទេក្រែងចិត្តព្រោះថាលោកយាយនាយកសាលាហ្នឹងចិញ្ចឹមគេទាំងប្អូនហើយឲ្យគេទៅសុំអីទៀតគេក្រែងចិត្តខ្លាំងណាស់តែពេលហ្នឹងប្តីរបស់គេក៏បានស្ដាប់ឮហាយតោណាក៏សុំខ្លួនចាក់ជីទៅខាងក្រៅសាលាឲ្យរៀនតែថ្ងៃនេះសុំកិច្ចសាលាមួយថ្ងៃរីអូជីសួរទៅណាតែហាយតោអត់ប្រាប់រូបកន្លែងដែលហាយតោសំដៅទៅនោះក៏គឺជាបន្ទាត់របស់ខាងលោកយាយនាយកសាលារួចថ្ងៃនេះក៏ឈានចូលដល់ថ្ងៃទី24គៀកថ្ងៃបងគ្រីស្មាសហើយនៅខាងផ្ទះរបស់រីអូជីលោកមេផ្ទះក៏បានរៀបចំអាហាររៀបចំបងគ្រីស្មាសយ៉ាងល្អម្ហូបមើលទៅពីពេញតុឲ្យញ៉ាំអត់នេះលោកមេផ្ទះក៏បានរាយការណ៍ប្រាប់ទៅថាពេលនេះលោក
លោកយាយយកសាលាគាត់ក៏មានការលបលាស់បាននៅក្នុងផ្ទះទេដូច្នេះគាត់មិនអាចបញ្ចូលរួមញ៉ាំអាហារជាមួយនឹងគ្នាបានឡើយរាវជីយល់ក៏ប៉ុន្តែតើលោកបេផ្ទះហ្នឹងអាចនៅជាមួយនឹងគេបានអត់បាទលោកបេផ្ទះក៏ប្រាប់ថាខ្លួនគេក៏មានធរៈដូចគ្នាប្រហែលជាអត់អាចនៅជាមួយបានឡើយយប់នេះប្រហែលមានតែរាវជីនិងខូថាឡូខុងតែពីរនាក់តែប៉ុណ្ណោះដែលធ្វើការឆ្លងថ្ងៃគ្រីស្មាសលោកបេផ្ទះក៏ជូនពរសូមឲ្យអ្នកទាំងពីរនេះមានក្តីសុខនៅថ្ងៃបងគ្រីស្មាសណាហើយគាត់ក៏សូមខ្លួនចាក់ចេញទៅមុនធ្វើឲ្យយប់នេះរាវជីនៅតែពីរនាក់បងប្អូនណាឆ្លងថ្ងៃបងគ្រីស្មាសជាមួយនឹងគ្នារាវជីក៏ប្រាប់ទៅអូនខូថាឡូថាត្រប់បន្តិចទៀតទៅណាតែបន្តិចទៀតហ្នឹងលោកសិនតាប្រកាសជាមកហើយតែនៅតែពីរនាក់ចេះហើយគេលួចទៅដូរកៅអៅបានដោយរបៀបណាទៅនេះរាវជីភ្លេចខ្លួនរាវជីក៏ប្រាប់ទៅបងប្អូនប្រាប់ថាបងសុំចូលតបទឹកតិចសិនណាតិចទៀតមកវិញតែលួចដូរកៅអៅនឹងឯងតែអូនខូថាឡូនេះដើរតាមគួយពីក្រោយពុបនិយាយទៅអូនខូថាឡូតាមដល់ប្រគុណអាចទៀតអត់ព្រមឲ្យអាខារាវជីនេះដូរកៅអៅបានឡើយព្រោះថាតាមធម្មតាលោកឪពុកនៅម្ដាយរបស់គេហ្នឹងគឺជាអ្នកពាក់កៅអៅសិនតាក្លោះហើយធ្វើការជួយកណ្ដឹងនៅខាងមុខផ្ទះនៅចង្វាក់មួយហ្នឹងក៏ដឹងទៅមុខផ្ទះក៏បានលាន់លឺល្មមអូនខូថាឡូនេះភ្នែកពោពេញទៅដល់កាយអូលោកសិនតាក្លោះមកហើយរាវជីក៏កាត់នៅក្នុងចិត្តហើយមិនអាចទៅសិនតាមកបានដល់របៀបណាទៅពួកគេក៏នាំគ្នាទៅបើកទ្វារមើលក៏ជួបថាក៏គឺជាគ្រប់គ្នានឹងឯងគ្រប់គ្នាក៏នាំគ្នាមកសប្រៃពីអ្នកបងប្អូននេះណាមកសប្រៃទាំងរាវជីជាមួយនឹងខូថាឡូផងដែរអូយើងមើលទៅខូថាឡូវិញសប្បាយចិត្តខ្លាំងខាងលោកយាយនាយកសាលាក៏មានកាដូមកឲ្យខាងរាវជីដែរណានេះលីពណ៌មានមកថាឯនេះខូចទូរស័ព្ទនេះលោកយាយទិញទូរស័ព្ទមកឲ្យលោកយាយក៏ប្រាប់ទៅរាវជីណាថាបើមានការអាចប្រាប់លោកយាយបានលោកយាយចូលចិត្តទេក្មេងៗដែលចូលចិត្តក្រែងចិត្តច្រើនលោកយាយស្អប់ខ្លាំងបើមានអីប្រាប់ត្រង់ៗមករាវជីក៏សប្បាយចិត្តខ្លាំងណាហើយទាំងអស់នេះក៏គឺជាស្នាដៃរបស់ហាយាតូប្តីរបស់គេនឹងឯងគឺជាអ្នកតែប្រាប់រឿងរ៉ាវទាំងអស់នេះឲ្យគាត់ស្ដាប់គូនេះមើលទៅអេដមីននឹងសល់នឹងឈីបខ្លាំងណាស់អ្នកគ្នាហើយបើទោះបីជាបងគ្រីស្មាស់មួយនេះតែបើកទ្វារមុខមិនមែនជាឪពុកម្ដាយរបស់គេក៏ដោយតែទាំងរាវជីនិងកូថាឡូខុងពួកគេទាំងពីរនាក់បងប្អូនពិតជាមានក្តីសុខយ៉ាងខ្លាំងបន្ទាប់មកគ្រប់គ្នាក៏នាំគ្នាមកថតរូបបន្សល់ទុកអនុស្សាវរីយ៍នៅថ្ងៃបុណ្យគ្រីស្មាសរួចរឿងមួយនេះក៏ចប់ដោយ happy ending យ៉ាងមានក្តីសុខយ៉ាងមិនដែរសម្រាប់រឿងមួយនេះដែលផ្ដល់កម្លាំងចិត្តឲ្យគ្នារបស់យើងដែលពិបាកចិត្តមើលហើយមានអារម្មណ៍ថាសោះស្រាយព្រោះថាមានអូនតូចគួរឲ្យស្រឡាញ់ធ្វើឲ្យយើងមើលហើយមានអារម្មណ៍ថាសប្បាយណាហើយបើសិនណាជាគ្នាយើងចង់មើលរឿងនេះពេញតែខ្លួនឯងចង់មើលបែបលក្ខណៈសាច់រឿងពេញណាអាច check ទៅមើលខាង app Bilibili បានហើយបើសិនជាគ្នាយើងចង់មើលរឿងណាតអាចចូល comment នៅខាងក្រោមវីដេអូហ្នឹងបានណាបាទអូខេឥឡូវយើងជួបគ្នាវីដេអូក្រោយសម្រាប់ថ្ងៃមួយនេះជម្រាបលាណាបាទជប់